ខ្ញុំសូនតាលីអ្នកជំនាញធ្វើការងារក្រៅម៉ោងការវិភាគការងារអាចតម្រង់ជួរដល់ចូលឆ្នាំក្រោយតាលីរីករាយថ្ងៃកំណើតណាអរគុណលោកតាផាន់ថ្ងៃស្អែកជាខួបកំណើត25ឆ្នាំរបស់ខ្ញុំបានសន្យានឹងខ្លួនឯងថានៅថ្ងៃអាយុ25ឆ្នាំនេះខ្ញុំត្រូវសន្សំលុយឲ្យបាន100000ជូនកាដូដ៏ធំមួយដល់ខ្លួនឯងហើយចំនួនហើយបើអាំងប៉ាវតិចមិនឲ្យកូនក្រមុំទេនាងគ្រាន់តែជាអ្នកកំដរឈ្នួលសោះចាំបាច់ប្រឹងម្លេះកូនក្រមុំនេះឲ្យលុយច្រើនជាងពួកឯងឲ្យទៀតអាំងប៉ាវ800ត្រូវឯងយកអស់ហើយស្រីម្នាក់នេះមិនក៏គិតតែលុយម្លេះគិតតែលុយប្រសើរជាងអត់លុយហើយចូលទៅហើយអ្នកទាំងឡាយពួកយើងទៅមួយកន្លែងទៀតស្ថានភាពក្នុងទីលានតានតឹងណាស់គេថាដាលីបង្កើតអភូតហេតុជាកម្ពុជាកីឡាករកងសិនឡៃមើលឃើញការលេងដ៏អស្ចារ្យទេមិនក៏ច្រើនម្លេះមិនដូចគ្នាទេខ្ញុំចាប់វាមិនបានទេមិនត្រូវទេមិនក៏ damage ខ្លាំងម្លេះខ្ញុំសម្លាប់បានហើយជើងឯកគឺក្រុមភីវាងវៃប្រាក់រង្វាន់ជើងឯក500ស្កេនបងលុយកុំកម្រើកអ្នកប្រកួតសុំទោសផងគឺពួកឯងត្រូវហាត់បន្ថែមទៀត Come on Yes ក្នុងនាមជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវផ្សារធានស៊ីនក្តីស្រមៃរបស់ខ្ញុំគឺក្រោយពីសន្សំលុយបាន100000ជួលតូចមួយបើខាងមីឆាជារបស់ខ្លួនឯងបន្តិចទៀតក្តីស្រមៃរបស់ខ្ញុំនឹងក្លាយជាការពិតហើយតាក់ឲ្យស្រួលបួលហេឲ្យមកខ្ញុំកុំប៉ះហាងមីឆារបស់ខ្ញុំផ្សារធានស៊ីនចាប់ពីថ្ងៃនេះទៅត្រូវបិទហើយវាងជាមិនក៏ជាឯង Sure យល់ថាឯងដើរប្រាប់គេថាខ្ញុំងាប់ហើយហេសង្សារចាស់គឺដូចជាងាប់បាត់ទៅហើយមិនក៏ឯងតាមលងមិនឈប់ចឹងសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនទឺសឹងវាងជាផ្សារធានស៊ីនត្រូវបានក្រុមហ៊ុនទឺសឹងរបស់យើងទិញយកហើយចាប់ពីថ្ងៃនេះទៅត្រូវកែសម្រួលទាំងស្រុងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួមសហការរើចេញពីផ្សារមិនបានទេអាំងអីមកស្ដាប់ឯងអាំងអីស្ដាប់គេត្រូវហើយឯងជាអ្នកណាអីមិនមែនទេប្រធានវាងឯងចង់បណ្ដេញពួកយើងចេញយ៉ាងហោចណាស់ក៏ត្រូវមានហេតុផលដែរផ្សារធានស៊ីនដំណើរការច្រើនឆ្នាំហើយបរិស្ថាននិងគំនិតអាជីវកម្មសុទ្ធតែចាស់គំរិលហើយហាឆាត់ក្រដាស់ប្រេងដែលមើលទៅស្អាតតែគ្មានប្រយោជន៍ដូរដែលគ្មានអនាម័យនៅត្រូវការឲ្យខ្ញុំលើកឧទាហរណ៍ទៀតទេឲ្យពេលខ្ញុំ3ថ្ងៃក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងដោះស្រាយបញ្ហាទាំងអស់នេះ3ថ្ងៃឯងវាតម្លៃខ្លួនឯងខ្ពស់ពេកហើយវាងជាឯងយកតួនាទីមកសងសឹកផ្ទាល់ខ្លួនមែនទេខ្ញុំមានគំនុំអីជាមួយឯងការបែកគ្នាភ្លាមរាប់បញ្ចូលទេសុនតាលីតាមពិតគឺឯងហៅគេមកសោះពួកឯងប្តីប្រពន្ធឆ្លោះគ្នាហេតុអីត្រូវលះបង់ផ្សាររបស់ពួកយើងខ្ញុំឮគេថាយូរហើយថាក្រុមហ៊ុនទឺសឹងចង់រុះរើផ្សារចោលដើម្បីសង់ផ្សារទំនើបសុនតាលីឯងដឹងរឿងនេះតាំងពីយូរហើយមែនទេមិនប្រកាសទេឯងគឺជាថ្ងៃនោះសុនតាលីឯងឆាប់ចេញទៅសុនតាលីឆាប់ចេញទៅសុនតាលីឆាប់ចេញទៅមិនមែនទេខ្ញុំធំដឹងក្តីនៅក្នុងផ្សារនេះផ្ដល់កំណើតនឹងចិញ្ចឹមខ្ញុំធ្វើមិនអាចក្បត់ផ្សារបាននិយាយតែមាត់គឺគ្មានភស្តុតាងទេពួកយើងនឹងមិនជឿអញទេមានអ្នកណាជឿរឿងនេះទៅបន្ទាប់មក3ថ្ងៃនេះខ្ញុំនឹងស្នាក់នៅទីនេះកុំមកអាណិតខ្ញុំអីខ្ញុំនឹងរស់នៅស្លាប់ជាមួយផ្សារនេះ3ថ្ងៃក្រោយបើអ្នកណាហ៊ានដេញខ្ញុំចេញខ្ញុំនឹងមិនចប់ជាមួយអ្នកនោះទេដាលីឲ្យពួកយើងឃើញឯងតាំងពីតូចមកម្លេះឯងមិនអាចធ្វើឲ្យពួកយើងអស់សង្ឃឹមបានទេតោះទៅវាងជាឥឡូវនេះលោកពេញចិត្តហើយមែនទេនាងនៅសល់3ថ្ងៃទៀតរឿងទាំងអស់នេះសុទ្ធតែជាកំហុសរបស់លោកវាងជាលោកប្រធានតូចតើចង់ប្រាប់ការពិតដល់គាត់ទេមិនបាច់ទេខ្ញុំជឿថាគាត់ម្នាក់ឯងអាចដោះស្រាយបានចុះឥឡូវលោកមានគម្រោងយ៉ាងម៉េចដែរ
Ali សំណាងហើយដែលមានឯងនៅកំដរខ្ញុំរីករាយថ្ងៃកំណើតមិនក៏មិនទាន់ចូលហ្គេមទៀតមិនចង់ទទួលស្វាគមន៍អាយុ25ឆ្នាំនៅក្នុងអន្លង់ជ្រោះ Canyon ទេហឹងណាស់ខ្ញុំប្រាប់ឯងណាឯងមិនដឹងទេថាសង្សារចាស់ខ្ញុំវាងជីជានឹងហួសហេតុប៉ុណ្ណាមកនេះមកគ្មានអ្វីដែលលេង Honor of Kings មួយក្តារដោះស្រាយមិនបាននោះទេសូមស្វាគមន៍មកកាន់ Honor of Kings ខាងនោះរើ hero មកដូចជាចង់លេងសម្រាប់តែឯងចឹងនេះហៅថាការរៀបចំក្រុមស្អីទៅថ្ងៃនេះខ្ញុំត្រូវគេតាមធ្វើបាបមួយថ្ងៃហើយពួនក្នុងស្មៅនេះពីស្ពូលពេកហើយអាម្នាក់វាងជីជានឹងគឺជាទូសីឲ្យតែគេបង្ហាញខ្លួនខ្ញុំតែងតែជួបសំណាងអាក្រក់រហូតខ្ញុំដឹងថាផ្សារនេះសំខាន់ចំពោះឯងប៉ុន្តែការកែសម្រួលផ្សារក៏ដើម្បីឲ្យផ្សារកាន់តែល្អប្រសើរដែរមិនប្រកាសទេសង្សារចាស់ឯងអាចនឹងចង់ជួយឯងក៏ថាបាន Chest Crusher រហ័សស្នាមក្នុងពួកយើងលេងជាមួយគ្នាច្រើនក្តារហើយឯងបែរជាទៅនិយាយការពីគេដែរគ្រប់គ្នាសុទ្ធតែឈរនៅខាងផ្ទុយខ្ញុំទាំងអស់បានហើយឈប់លេងហើយថ្ងៃដំបូងនៃអាយុ25ឆ្នាំគួរតែជាថ្ងៃដែលក្តីស្រមៃខ្ញុំខ្លាចជាការពិតតែបែរជាខ្លាចជាឆ្នាំដ៏អាក្រក់បំផុតក្នុងជីវិតទៅវិញក្តីស្រមៃត្រូវបែកបាក់ត្រូវមនុស្សជុំវិញខ្លួនបោះបង់ចោលហើយនៅមានសង្សារចាស់តាមលងបន្លាយទៀតអាយុ25ឆ្នាំជាទីស្រឡាញ់ឲ្យអាចឲ្យសំណាងល្អមកខ្ញុំបន្តិចបានទេទ្រាំលេងបានហើយវាកំទេចកាបូបឯងចោលមកហើយពួកឯងចង់ធ្វើអីហ្នឹងពួកឯងកុំមកចិត្តណានាងគឺសុនដាលីឈ្មោះក្នុងហ្គេមដាលីបង្កើតអពុធនាងគឺជាអ្នកលេងកងសិនឡយដល់ទៅ1000ក្តារក្នុងដោយសារបែបនេះទើបធ្វើឲ្យប្រព័ន្ធសម្ព័ន្ធភាពដំណើរការពួកយើងទទួលដឹងពីតម្រូវការរបស់នាងដូច្នេះពួកយើងក៏មកកាន់ពិភពពិតដើម្បីជួយនាងខ្ញុំគឺកងសុនលីកងសិនឡៃ P King Hill ខ្ញុំដឹងហើយខ្ញុំស្គាល់ពួកឯងដាលីហេតុអីបានជាឯងមិនជឿពួកយើងចឹងពីព្រោះខ្ញុំជាមនុស្សធម្មតាដែលមានសិទ្ធិគ្រប់គ្រាន់នឹងណាខ្ញុំដាលីដំឡូងបន្ទះញ៉ាំតែរសជាតិទៅសក់ភេសជ្ជៈនាងញ៉ាំតែកូកាកូឡាពេលដែលចូលចិត្តនរណាម្នាក់បំផុតនឹងផាំខ្លាំងសម្លេងលាន់ដូចគោលាន់នាងយ៉ាងម៉េចដែរសម្ព័ន្ធភាពពួកយើងជ្រៅនៅបានហើយទុកថាខ្ញុំជឿថាពួកឯងពិតជាហេរ៉ូចុះប៉ុន្តែអ្នកដែលលេង1000ក្តារមានច្រើនណាស់ហេតុអីបានជាឯងជ្រើសរើសយកខ្ញុំទៅវិញពីព្រោះអ្នកលេង1000ក្តារមានជាបន្តបន្ទាប់តែមនុស្សដែលមាត់ប៉ប៉ាច់ប៉ប៉ោចដូចនាងមិនសូវមានញឹកញាប់ទេណាប្រយុទ្ធជាមួយគ្នាអស់1000ក្តារមកនេះរឿងតូចរឿងធំនាងសុទ្ធតែចែករំលែកប្រាប់ពួកយើងគឺជាមិត្តសម្លាញ់ក្នុងប្រព័ន្ធអេឡិចត្រូនិកដ៏សំខាន់របស់គ្នាទៅវិញទៅមកយូរមកហើយចុះពួកនេះជានរណាអាលីគឺជាគ្រួសាររបស់ខ្ញុំដូច្នេះរឿងរបស់នាងក៏ជារឿងរបស់ពួកយើងដែរវ៉ាវបច្ចេកទេសរបស់លោកពិតជាខ្លាំងមែនតើរៀនមកពីណាដែរនៅសល់5វិនាទីទៀតដល់សមរភូមិសូមត្រៀមខ្លួនលាហើយឯងនិយាយថាមើលកណ្ដាប់ដៃលេខ1របស់ឆាំងអាននេះទៅឯងកំពុងធ្វើអីហ្នឹងអំបាញ់មិញអាម្នាក់នេះទិញរបស់ជាច្រើនមួយកាក់មួយសេនក៏មិនព្រមបង់ដែរត្រូវខ្ញុំចាប់បាននៅនឹងកន្លែងមានជំងឺមែនទេអ្នកណាថាម៉េចអញមិនបានបង់លុយអញស្កេនមុខបង់លុយតើម្យ៉ាងទៀតសម័យនេះហើយអ្នកណានៅចាយលុយជាមនុស្សព្រៃមែនទេសុំទោស
សុំទោសផងគាត់គឺបែបហ្នឹងអីឯងលេងខ្ញុំអំបញ្ញមិញគាត់មិនបានបងលុយមែនពួកឯងប៉ុន្មានអ្នកនេះឈប់បង្កបញ្ហាឲ្យខ្ញុំទៀតបានទេដាលីឯងកំពុងធ្វើអីហ្នឹងខ្ញុំរកឃើញអាសយដ្ឋានរបស់ Studio Honor of Kings ហើយឥឡូវនេះខ្ញុំនឹងទិញសម្បត្តិហើយវេចខ្ចប់ពួកឯងប៉ុន្មានអ្នកនេះផ្ញើទៅស្រុកបានប៉ុន្តែឈប់សិនដាលីបើឯងចង់បញ្ជូនពួកយើងទៅវិញអាចចាំឲ្យពួកយើងកំដរែងឆ្លងថ្ងៃកំណើតរួចសិនចាំទៅបានទេមិនក៏ឯងដឹងថ្ងៃកំណើតខ្ញុំព្រោះថាឆ្នាំនេះគឺជាថ្ងៃកំណើតលើកទី7ហើយដែលខ្ញុំកំដរែងឆ្លងកាដូពេញវ័យបានចូលដល់ហើយស្គនថ្មីរបស់កងសិនឡៃជូនចំពោះសុនដាលីវ័យ18ឆ្នាំទៅថ្ងៃមុខត្រូវធ្វើជាមនុស្សធំដែលកាន់តែពូកែជាងនេះអាលីស្នេហាដ៏ផ្អែមល្ហែមដូចជាចង់កើតឡើងចំពោះរូបខ្ញុំអាលីពួកប្រុសគ្មាននរណាដែលអាចពឹងពាក់បានដូចឯងទេហឹមអាលីខ្ញុំត្រូវត្រឡប់ទៅផ្សារវិញហើយទៅថ្ងៃមុខឯងនៅជ្រោះ Canyon ខ្ញុំនៅផ្សារពួកយើងនឹងទទួលបានជ័យជំនះកន្លងមកនេះមិនដែលមានឱកាសនិយាយផ្ទាល់មាត់ប្រាប់ឯងទេរីករាយថ្ងៃកំណើតរីករាយថ្ងៃកំណើតរីករាយថ្ងៃកំណើតអាទូសីឯងនៅហ៊ានមកទៀតអេចាប់ពីពេលនេះទៅដាលីគឺជាចំណុចស្លាប់រស់របស់ហែងមិនអីទេដាលីតាមពិតខ្ញុំគិតថាទោះជាយ៉ាងណាក៏ដោយខ្ញុំក៏ឈ្នះវាងជីជាមិនបានដែរប៉ុន្តែឥឡូវនេះដោយសារមានពួកឯងខ្ញុំមានអារម្មណ៍ថាសុនដាលីម្នាក់នេះមិនខ្លាចអ្វីទាំងអស់ប្រកាសជាអាចទៅរួចហឹមសូមស្វាគមន៍លោកប្រធានវាងស្វាគមន៍សូមស្វាគមន៍យ៉ាងកក់ក្ដៅស្វាគមន៍លោកប្រធានវាងដែលបានអញ្ជើញមកណែនាំបង្ហាញផ្លូវលោកប្រធានវាងសូមអញ្ជើញមកខាងនេះលោកប្រធានវាងលោកប្រធានវាងនឿយហត់ហើយស្វាគមន៍លោកប្រធានវាងអនុវត្តតាមផែនការស្វាគមន៍លោកប្រធានវាងស្វាគមន៍លោកប្រធានវាងលោកប្រធានវាងយកឆ្ទើក្រដាសមករំពិតជាស្អាតខ្លាំងណាស់លែងដៃបើអាចធ្វើជាឆ្ទើក្រដាសយកបង្ហោះចូល TikTok ប្រកាសជាមានអ្នកចុច like ច្រើនលោកប្រធានវាងទោះបីជាលោកគិតថាឆាប់ប្រេងក្រដាសនេះស្អាតតែមិនមានប្រយោជន៍ប៉ុន្តែភាពស្រស់ស្អាតគឺជាផលិតភាពទី1លោកយល់ស្របទេនៅខាងនោះមានទៀតពិតជាមិនធម្មតាមែនខ្ញុំសុំមួយខ្ញុំក៏សុំមួយដែរខ្ញុំក៏សុំមួយដែរអីយ៉ាខ្ញុំក៏ចង់បានដែរខ្ញុំសុំមួយខ្ញុំក៏ចង់បានមួយដែរបានមិនមានបញ្ហាធ្វើរបស់ឯងសិនទៅឲ្យខាងនេះរួចសិនចាំធ្វើឲ្យឯងតាមក្រោយល្អទេខ្លាធំហ៊ីសេខ្ញុំមើលទៅអ្វីដែលឯងលក់នេះមិនមែនជាអាហារសុខភាពទេគឺជាអាហារសម្រស់ទេដឹងហាហាហាសាក់ភ្លក់រូបមន្តសម្ងាត់បុរាណទឹកក្រូចរបស់ខ្ញុំមើលធានាថាឆ្ងាញ់ល្អល្អល្អលោកប្រធានវាងនេះគឺជាគម្រោងចុងក្រោយរបស់ពួកយើងបានជួសជុលកំពង់ផែឡើងវិញហើយបានបើកខ្សែផ្លូវទឹកនៃផ្សារ Shenzhen គ្រាន់តែទិញសំបុត្រទុកនិងទទួលបានការថតរូបស្ទីលបុរាណពីអ្នកថតរូបដោយឥតគិតថ្លៃធានាថារូបចេញមកស្អាតយ៉ាងម៉េចដែរលោកប្រធានវាងចង់ឡើងមកសាកល្បងទេអ្នកទាំងពីរអង្គុយឲ្យស្រួលវាងជីជាខ្លាចទឹកដល់អូខេឡើងទៅលើទូកទៅពួកឯងចែកគ្នាជា3ផ្លូវខ្លាធំអុំទូកបង្វិលគាត់ឲ្យវិលមុខអានិច្ចភាព
មិនត្រូវទេនេះគឺបង្កើតភាពរ៉ូមែនទិកគាត់ចង់ត្រូវរើជាមួយខ្ញុំវិញអាលីដុតកាំជ្រួចដើម្បីរំខានស្មារតីរបស់គាត់សៀវសៀនឈៀវឆែនប្រគំតន្ត្រីដើម្បីបង្កើតបរិយាកាសរងចាំរហូតដល់កាំជ្រួចនិងផ្កាភ្លើងជួបគ្នាខ្លាធំឯងអុំទុកឲ្យខ្លាំងពេលនោះជាពេលដែលខ្ញុំឆ្លៀតឱកាសចាត់ការគាត់យកតាមនឹងចុះមានទាំងភាពក្លាហាននិងមានទាំងល្បិចបានសម្រេចហុំវ៉ាងជីជាខ្ញុំមានពាក្យសំខាន់ណាស់ចង់និយាយជាមួយលោកពួកយើងពិបាកណាស់ទម្រាំបានជួបគ្នាម្ដងទៀតក្នុងពិភពលោកដ៏ស្រស់ស្អាតមើលចំណុចនោះទៅពិតជាស្អាតណាស់ស្អាតខ្លាំងណាស់វ៉ាងជីជាទោះជាអតីតកាលមានរឿងអ្វីកើតឡើងក៏ដោយពួកយើងទុកឲ្យវាហូរទៅចុះបោះបង់ការកែសម្រួលផ្សារចោលទៅល្អទេស៊ុនដាលីខ្ញុំចង់ចាប់ផ្ដើមសារជាថ្មីជាមួយនាងខ្ញុំក៏ចង់ចាប់ផ្ដើមសារជាថ្មីដែរនិយាយអីនឹងចាំបន្តិចស៊ុនដាលីនាងស្ដាប់ខ្ញុំឲ្យច្បាស់ណាខ្ញុំចង់ជាមួយនាងអាលីទូយកទឹកជាប់ហើយខ្ញុំជួយកាត់អាលីមិនក៏ឯងកាត់កាំជ្រួចទាំងអស់ចឹងឯងនិយាយថាអ្វីឯងនិយាយម្ដងទៀតមើលកាំជ្រួចស្អាតម្លេះលោកប្រធានវាងលោកជាមនុស្សធំមិនប្រកាន់មនុស្សតូចតាចរឿងដែលសន្យាជាមួយខ្ញុំនៅលើទូកអំបញ្ញមិញប្រហែលជាមិនក្រឡាស់សម្ដីទេមែនទេខ្ញុំបានសន្យារឿងអីជាមួយនាងលោកអំបញ្ញមិញបាននិយាយថាបោះបង់ការកែសម្រួលសាខ្ញុំមិនដែលនិយាយពាក្យនឹងទេអេយ៉ាដាលីគួរឲ្យស្ដាយណាស់ដែលនាងមិនបានដោះស្រាយបញ្ហាមូលដ្ឋានដែលកម្រិតពាណិជ្ជកម្មរបស់ផ្សារនៅទាបខ្ញុំដឹងហើយខ្ញុំមិនគួរជឿមនុស្សដែលអាងតែខ្លួនឯងត្រូវដូចជាឯងនេះសោះខ្ញុំនឹងប្រយុទ្ធជាមួយឯងឈប់សិនខ្ញុំមានផែនការមួយចាប់ពីថ្ងៃនេះទៅផ្លូវខាងកើតគ្រប់គ្រងដោយនាងផ្លូវខាងលិចគ្រប់គ្រងដោយខ្ញុំពួកយើងរកស៊ីរៀងខ្លួនរយៈពេល3ខែអ្នកណាដែលមានចំណូលខ្ពស់ជាងនោះឈ្នះនាងហ៊ានទេខ្ញុំមានអីដែលមិនហ៊ាននោះការប្រកួតម្ហូបអាហារផ្លូវខាងលិចនៃផ្សារ Shenzhen លក្ខខណ្ឌចូលរួមម្ចាស់តូបទាំងអស់ក្នុងផ្សារ Shenzhen សុទ្ធតែអាចចូលរួមបានចឹងផ្លូវខាងកើតរបស់ពួកយើងក៏អាចចូលរួមបានដែរឲ្យតែដណ្ដើមបានជើងឯកក្នុងការប្រកួតនេះប្រកាសជាអាចតាក់ទាញភ្ញៀវបានមួយកម្រិតធំតើបងប្អូន Hero មានយោបល់អីទេខ្ញុំពូកែខាងធ្វើបង្អែមណាស់មានរសជាតិនៃសុខកម្មគោលគំនិតល្អខ្លាធំឯងមានយោបល់អីមិនហ៊ានទេហឹមបង្អែមទី1ម៉ូជីជីដែលគ្រប់គ្នាស្រឡាញ់ស្ករគ្រាប់ទុនខុសពាក្យវ៉ាវនេះមិនគួរឲ្យស្រឡាញ់ទេមើលទៅធ្មេញរបស់ពួកឯងមិនសូវល្អទេតើពួកយើងបដូរទៅម្ហូបបន្ទាប់បង្អែមទី2រសជាតិហេយឺនឹងរចនាប័ទ្ម Schengen ល្បីល្បាញពេញទីក្រុងដូច្នេះខ្ញុំក៏យកទាំងពីរមកបញ្ចូលគ្នាបង្កើតបានជានំ Osmanthus ត្រីប្រៃបង្អែមចុងក្រោយគឺជាស្នាដៃដែលខ្ញុំធ្វើដោយយកចិត្តទុកដាក់បំផុតការប៉ះគ្នារវាងអាហារសម្រន់បុរាណនិងបង្អែមតាមផ្លូវស៊ុបសណ្តែកបាយតៅហ៊ូស្អុយសៀវសៀនឯងមានចំណុចខ្សោយអីនៅក្នុងដៃអាលីមែនទេបើមិនចឹងទេខ្ញុំសង្ស័យថាឯងគ្មានការភ័យខ្លាចសោះមើលទៅនៅក្នុងពិភពលោកនេះស្នាដៃរបស់អាលីក៏មិនទទួលបានការទទួលស្គាល់ដែរអីហេទោះបីជាបង្អែមដែលអាលីធ្វើវាខ្មៅងឹតបន្តិចមែនប៉ុន្តែខ្ញុំគិតថាការយកម្ហូបបុរាណមកបញ្ចូលជាមួយវិធីធ្វើបែបល្បីក្នុងអ៊ីនធឺណិតគឺពិតជាមានគំនិតច្នៃប្រឌិតខ្លាំងណាស់នឹកឃើញហើយ
សូមស្វាគមន៍មកកាន់ផ្សារ Shenzhen វគ្គផ្ដាច់ព្រាត់នៃការប្រកួតម្ហូបអាហារលើកទី1មុខម្ហូបទី1មកពីផ្លូវខាងលិច Pizza Hawaii កំពូលមុខម្ហូបទី2មកពីផ្លូវខាងលិចមាន់លឹងរសជាតិស្ពៃក្តោបឈ្ងុយឆ្ងាញ់មុខម្ហូបទី3មកពីផ្លូវខាងកើតសាច់ជ្រូកបំពង់លីឈី Go Barao លោកត្រូវតែចូលចិត្តលោកត្រូវតែចូលចិត្តឆ្ងាញ់ណាស់អាយ៉ានេះមិនមែនជាសាច់ជ្រូកបំពង Go Barao ទេហ៎ជាមួយលីឈីទៀតតាលីឲ្យនេះគឺជាអាហារខ្មៅងឹតអីនឹងផ្លូវខាងលិចលើកកម្ពស់អាហារត្រជាក់ម្ហូបមួយមុខនេះមានក្លិនទឹកខ្មេះរបស់ផ្លូវខាងកើតពូនីវមីងម៉ាអ្នកទាំងពីរក៏ជាចុងភៅនៅផ្លូវខាងកើតដែរតើមិនក៏ក្បត់គ្នាទៅវិញនោះវាខុសគ្នាឥឡូវពួកយើងនៅជាមួយលោកប្រធានតូចវ៉ាស៊ីឆ្ងាញ់ដេកស្រួលអ្នកណានៅចាំកន្លែងកំសត់ក្រីក្រនៅផ្លូវខាងកើតនោះទៀតខ្ញុំនឹងយករសជាតិដើម្បីបញ្ជាក់គ្រប់យ៉ាងចាំមើលចុះត្រូវហើយចាំមើលទាំងអស់គ្នាជ័យលាភីលេខ1ក្នុងការប្រកួតនេះជ័យលាភីលេខ1នៃការប្រកួតនេះពូនីវមីងម៉ាអេយ៉ាឈ្នះហើយឈ្នះហើយឈ្នះហើយលេខ1យេប្រាប់ហើយតើនៅផ្លូវខាងកើតមិនមានការរីកចម្រើនទេនៅមានរង្វាន់ពិសេសមួយទៀតសាច់ជ្រូកបំពង់លីឈីញ៉ាំសាច់ជ្រូកបំពងមិនត្រឹមតែមានក្លិនឈ្ងុយនៃភ្លើងចង្ក្រានទេថែមទាំងមានមនោសញ្ចេតនាមានគំនិតច្នៃប្រឌិតនេះទើបជាអាហារដ៏ពិតប្រាកដផ្លូវខាងកើតឈ្នះហើយថ្ងៃនេះខ្ញុំដាក់ពាក្យនៅទីនេះភាពរស់រវើកនៃផ្លូវខាងកើតខ្ញុំនឹងធ្វើឲ្យពួកឯងគ្រប់គ្នាបានឃើញពួកឯងគង់តែត្រូវខ្ញុំវ៉ាដាច់នៅពីក្រោយមិនខានស្វាគមន៍មកញ៉ាំសាច់ជ្រូកបំពងអ្នកទាំងអស់គ្នាកុំប្រញាប់ណាខ្ញុំធានាចំពោះអ្នកទាំងអស់គ្នាប្រកាសជាបានញ៉ាំសាច់ជ្រូកបំពង់លីឈីតែឆ្ងាញ់ដាំដំរាប់បំផុតរបស់ផ្លូវខាងកើតយើងបើកតូបនៅផ្លូវខាងកើតពួកយើងធានាមិនឡើងថ្លៃដាច់ខាតការប្រកួតម្ហូបអាហារលើកនេះត្រូវតែយុត្តិធម៌អ្នកខ្លាំងគឺជាអ្នកឈ្នះមិនខ្វល់ថាផ្លូវខាងកើតឬខាងលិចទេតែបែបនេះខ្ញុំមើលតែរសជាតិប៉ុណ្ណោះមិនមើលក្នុងបង្អែកទេបែបនេះគាត់ក៏អាចចូលរួមបានដែរតូបមីឆាដាលីឆ្ងាញ់ឈ្ងុយតើកាត់គុំរំលងឲ្យសោះតូបមីឆាដាលីឆ្ងាញ់ឈ្ងុយតើកាត់គុំរំលងឲ្យសោះតូបមីឆាដាលីឆ្ងាញ់ឈ្ងុយតោះនេះមានរឿងអីហ្នឹងចុងសប្តាហ៍គឺបុណ្យនៃក្តីស្រឡាញ់ហើយហេតុអីបានជាផ្លូវខាងកើតរបស់ពួកយើងស្ងាត់ជ្រុងចឹងគូស្នេហ៍ទៅណាអស់ហើយដាលីឯងឆាប់ទៅមើលទៅមនុស្សនៅផ្លូវខាងលិចទាំងអស់ថាម៉េចតោះទៅមើលលឿនឡើងសៀវសៀនពួកយើងទៅផ្លូវខាងលិចមួយផ្លែតឯងនៅចាំហាងទីនេះណាតូបមីឆាដាលីឆ្ងាញ់ឈ្ងុយតើកាត់គុំរំលងឲ្យសោះសូមស្វាគមន៍សូមជ្រើសរើសសង្សារមួយថ្ងៃរបស់អ្នកវ៉ាងជីជាពេលប៊ីបងនិយាយថាហឹមស្វាគមន៍ម្ចាស់ក្ត្រីរបស់បងអនុញ្ញាតឲ្យបងបម្រើអូនណាសុនដាលីវើមុខហើយនេះគឺជាផ្លូវខាងលិចណាកញ្ញាអាលីអាម្នាក់វ៉ាងជីជានេះហ៊ានប្រើល្បិចប្រុសស្អាតផងគេអាចប្រើបានពួកយើងក៏អាចប្រើបានដែរហេហាយ៉ូអូយ៉ូយ៉ាមិនមែនថតរឿងវាប្រហារគ្នាទេអេស្អីគេហ្នឹងហមធ្វើរកពេកហើយល្អតើ
Wow ខ្ញុំហាក់ដូចជាបានរកឃើញអារម្មណ៍ដូចប្រលឹងវិញ្ញាណខ្ញុំពិតជាចូលចិត្តណាស់ពិតជាគ្មាននរណាអាចទប់ទល់នឹងការតាក់ទាញរបស់បុរសសង្ហាពៈត្រចៀកសត្វបានទេហមខ្លាធំយ៉ាវឡងអាវុធសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ទប់តែត្រជាក់បើកជាផ្លូវការថ្ងៃនេះគ្មានបញ្ហាយកបានសូមស្វាគមន៍តើនាងចូលចិត្តអ្នកឆុងតែប្រភេទណាខ្ញុំចូលចិត្តអ្នកដែលដើរត្រង់កណ្ដាប់ដៃត្រង់លេខ1លើលោកនេះជាស្អីគេលវិញម្លេះញ៉ាំរបស់លវិញទើបខ្លាយជាកំពូលមនុស្សនេះគឺជាតែបុរសសង្ហាហានកដែលខ្ញុំញ៉ាំតាំងពីតូចមកម្លេះអេហេមិនមែនទេដាលីមិនក៏បិទទ្វារហើយបើមិនបិទទ្វារទេហាងនេះបើកលេងរួចហើយអាលីឯងទៅជាមួយខ្ញុំបង្រៀនខ្លាធំអំពីអេបន្តិចទៅមនុស្សស្រីចង់ឲ្យមនុស្សប្រុសយល់ពីអត្ថន័យបង្កប់របស់នាងបំផុតអត្ថន័យបង្កប់អានឹងមើលទៅទំនងឆ្ងាញ់ណាស់គឺចង់ញ៉ាំខ្លាំងណាស់អានឹងឆ្ងាញ់ទេគឺគ្រាន់តែចង់ភ្លក់បន្តិចប៉ុន្តែចុងក្រោយឯងជាអ្នកញ៉ាំឲ្យអស់អានឹងមើលទៅឆ្ងាញ់ទេអីគឺមិនចង់ញ៉ាំសោះតែម្ដងល្អបំផុតឯងក៏កុំញ៉ាំដែរហឹមសុកចិត្តឲ្យខ្ញុំវាយកណ្ដាប់ដៃត្រង់វិញល្អជាងហាមានភ្នែកអត់នឹងទៅដឹកអីវ៉ាន់មែនទេវ៉ាវសេងលីឯងនិយាយរកហេតុផលខ្លះបានទេឯងមានកើតអីទេមានអីអត់ខ្ញុំមិនអីទេអីមិនមែនទេខ្ញុំឃើញថាថ្មីនេះផ្សារមិនក៏កាន់តែញ៉ៃចឹងវ៉ាងជាដើម្បីផ្សព្វផ្សាយអាហារក្នុងផ្សារបានជ្រើសរើស Raider អ្នកដឹកជាច្រើនទោះបីជាធ្វើឲ្យកកស្ទះខ្លះមែនប៉ុន្តែខ្ញុំឃើញការលួចរបស់គេពិតជាកើនឡើងមែនថាម៉េចអូពួកវាស្មានថាមានតែពួកវាទេដែលមាន Raider ពួកយើងក៏អាចមានបានដែរអ៊ីសៀវយេឈីអង្គការសម្រេចប្រគល់ភារកិច្ចដ៏សំខាន់នេះឲ្យឯងធ្វើបានទេឯងដើរអុកបែបនេះមិនត្រូវទេនេះមិនមែនជាកូនអុកអន់ទេហេឯងទៅជាមនុស្សលេងអុកអន់ខ្ញុំមិនចង់លេងជាមួយឯងទេគ្រាន់តែរកមនុស្សណាម្នាក់មកក៏លេងបានល្អជាងឯងដែរឯងក្មេងតូចឯងមកលេងអាចសាកល្បងដើរត្រង់នេះដាក់ត្រង់នេះហាអុកល្អណាស់ហាដាក់ត្រង់នេះការលំបាកទាំងអស់នឹងត្រូវបានដោះស្រាយហាក្មេងប្រុសនៅក្មេងប៉ុណ្ណឹងឯងលេងអុកបានល្អណាស់ក្មេងប្រុសពូកែណាស់សុំមួយក្តារមកអនាគតល្អណាស់អីមិនមែនទេនេះកន្លងផុតទៅប៉ុន្មានម៉ោងហើយសៀវសៀនមិនក៏មិនទាន់ត្រឡប់មកវិញទៀតអីយ៉ាខ្ញុំភ្លេចបាត់ថាសៀវសៀនវង្វេងផ្លូវចឹងនៅមិនឆាប់ទៅរកគាត់ទៀតតោះទៅកំពូអ្នកលេងតើនេះអីយ៉ាសៀវអើយសៀវមិនក៏ឯងនៅទីនេះឯងដឹងទេថាពួកយើងបារម្ភពីឯងប៉ុណ្ណាសុំទោសដែលបង្កបញ្ហាដល់ពួកឯងមិនអីទេពួកយើងបានសង្លុយឲ្យគេវិញអស់ហើយសៀវសៀនឯងមកតាមខ្ញុំនេះគឺជាអ្វីដែលពួកយើងបានត្រៀមសម្រាប់ឯងតែសៀវសៀនឈៀវឈិនធីទុកតែលក្ខណៈជាតិគ្រាន់តែញ៉ាំតែមួយកែវអាចលេងអុកជាមួយគាត់មួយក្តារពួកឯងមិនបន្ទោសខ្ញុំដែលដឹកអីវ៉ាន់ខូចការទេហើយនៅឲ្យខ្ញុំលេងអុកទៀតខ្ញុំសង្ឃឹមថានៅក្នុងផ្សារនេះមនុស្សគ្រប់គ្នាសុទ្ធតែអាចស្វែងរកទីតាំងដែលធ្វើឲ្យខ្លួនឯងបញ្ចេញពន្លឺបានបញ្ចេញពន្លឺឆាប់មកប្រកួតសង្សារម៉ាក់ខ្លាធំសំនឹងមានកាន់កាប់បានហើយថាម៉េចនិយាយថាប្រកួតដោយយុទ្ធធម៌ឯងចង់មករករឿងដល់កន្លែងមែនទេខ្ញុំចង់បានគាត់ហមសេវាកម្ម
ពិតជាបានអតិថិជនគឺជាព្រះតោះធ្វើដៃបេះដូងWeChat Pay ទទួលប្រាក់300 យន់ពេញចិត្តសូមអញ្ជើញមកទៀតប្រសិនបើអ្នកនាងមិនមានតម្រូវការអ្វីផ្សេងទៀតទេពួកយើងបន្តថតវីដេអូបេះដូងទៀតហើយអ្នកនាងពួកឯងចង់ធ្វើអីទៀតពិតណាស់ហើយមួយថ្ងៃមានតែអ្នកនាងមួយទេជាភ្ញៀវពួកយើងមិនត្រូវថតវីដេអូឲ្យច្រើនដើម្បីផ្សព្វផ្សាយទេអីហុំលាហើយអ្នកនាងលាហើយឥឡូវនេះភ្លាមរកអតិថិជនស្រី10នាក់មកដល់កន្លែងខ្ញុំមិនចង់ឃើញពួកវាទៀតទេមានការប៉ះពាល់រាងកាយណាមួយលោកប្រធានតូចអតិថិជនបានមកដល់គ្រប់អស់ហើយល្អនាំខ្ញុំទៅមើលមិត្តភក្តិទាំងឡាយពួកយើងត្រូវហាត់ស្ដាប់តាមបញ្ជាខ្ញុំមកស្ដាប់បញ្ជាខ្ញុំមួយហេ2 3 4 5 6ល្អទុកចងចាំគោលការណ៍របស់ពួកឯងណាមិនថាប្រុសឬស្រីយកសម្រស់មកបង្ហាញមិនអាចគង់វង្សយូរទេអ្វីដែលពួកយើងត្រូវការគឺពង្រឹងខ្លួនឯងនារីទាំងអស់គ្នាហាត់ជាមួយពួកយើងហឹមអីយ៉ាតាមពិតខ្ញុំពិបាកបញ្ជាបែបនេះសោះការប្រកួត Honor of Kings ប្រចាំឆ្នាំរបស់សហគមន៍ចិត្តចាប់ផ្ដើមហើយជើងឯកមានប្រាក់រង្វាន់ 3000 យន់តែសមាជិកក្រុមខ្ញុំធ្វើឲ្យខ្ញុំខឹងស្ទើរស្លាប់អាទូធំនេះខ្ញុំនឹងសម្អាតជ្រោះ Canyon ឲ្យស្អាតហ្គេមនេះគួរតែលេងបែបនេះហេតុអីវាមិនចេញ damage ចឹងប៉ាងក្រុមនេះទីងមិនរួចសោះតែម្ដងអីយ៉ាដាលីមើលថានរណាមកឬថាពួកឯងកំពុងរកសមាជិកក្រុមខ្ញុំលេង support បានល្អគួរសមចៃដល់ខ្វះ shooter ម្នាក់ដែរមិនបាច់ទេខ្ញុំមាន support ផ្ទាល់ខ្លួនហើយគឺ Mara ម្ចាស់កត្រីសូមរងចាំបន្តិចគាត់គឺជា chest crusher របស់ខ្ញុំងាកមកមើលលោកឯងវិញវ៉ាងជីជាឥឡូវនេះចរិតលោកកាន់តែយ៉ាប់ទៅជើងសក់នេះក៏កាន់តែថយទៅក្រោយបើនិយាយពីមុនលោកនៅជាប្រុសស្អាតដែលមានរូបរាងស្រស់សង្ហាម្នាក់មើលមកឥឡូវនេះគ្រាន់តែជាសត្វចម្លែកដែលប្រងើយកន្តើយនិងមានចរិតចម្លែកប៉ុណ្ណោះមើលអីផ្ញើសារទៅមកររបស់ខ្ញុំតើសុំទោសណាដាលីមានការបន្ទាន់មករកឯងមនុស្សពេលដែលតសម្ដីពិតជាតសម្ដីមែនមិនសូវសាក់លបងលេង2នាក់សិនទៅដើម្បីសាក់បច្ចេកទេសខ្ញុំហឹមមកឲ្យ skill ខ្ញុំដំឡើងប្រាក់ខែឲ្យអីវាហើយសម្លាប់ហើយឡើងមួយទៀតអីបានវាបានចិត្តឈ្នះហើយមកយេអាអានឹងថែមមួយក្តារទៀតសាក់សំអិតខ្ចោះអាយ៉ាឆេះទៀតហើយបើកបច្ចេកទេសប៉ាន់ស្មាននេះមិនក៏ដូច chest crusher បេះបិទចឹងដាលីហុំឯងមានអារម្មណ៍ទេថាទោះបីជាវ៉ាងជីមកប្រឆាំងជាមួយឯងប៉ុន្តែការរកស៊ីរបស់ផ្សារបែរជាល្អប្រសើរឡើងទៅជាការពិតមែនចឹងឯងមានអារម្មណ៍ទៀតទេថាការលេងរបស់វ៉ាងជីគឺស្រដៀងគ្នាខ្លាំងណាស់ជាមួយ chest crusher ឯងនិយាយផ្ដេសផ្ដាស់អីហ្នឹងពួកគេទាំងពីរយកមកប្រៀបធៀបគ្នាមិនកើត chest crusher គាត់ slot boat អាចពឹងពាក់បានចរិតល្អមើលទៅចាំបាច់ត្រូវជួយដាលីឲ្យដឹងច្បាស់ពីរឿងនេះហើយវ៉ាងជីតាមពិតលោកគឺជា chest crusher មែនទេ
និយាយមកហេតុអីបានជាលោកប្រើអត្តសញ្ញាណមួយផ្សេងទៀតដើម្បីចូលចិត្តដាលីមិននិយាយមែនទេឥឡូវនេះខ្ញុំនឹងទេទៅដាលីពណ៌អាក្រាតមុខមាត់ពិតរបស់លោកព្រោះខ្ញុំនៅស្រឡាញ់នាងការដែលខ្ញុំបែកគ្នាជាមួយនាងបានប្លុកគ្រប់ច្រកផ្លូវតាក់ទងរបស់ខ្ញុំរកនាងមិនឃើញសោះតែខ្ញុំមិនដាច់ចិត្តចាក់ចេញពីនាងដូច្នេះទើបប្រើវិធីនេះលោកមិនគិតថាខ្លួនឯងគឺជាអ្នកការពារដោយស្ងៀមស្ងាត់ដែលរ៉ូមែនទិកណាស់ទេដឹងខ្ញុំដឹងថាស្ដាប់ទៅគួរឲ្យអស់សំណើចប៉ុន្តែប៉ុន្មានឆ្នាំនេះខ្ញុំអែតតែនាងម្នាក់គត់ជាមិត្តក្នុងហ្គេមកំណត់ត្រាលេងហ្គេមគ្រប់ក្តាររបស់នាងខ្ញុំសុទ្ធតែសេវទុកក្នុងទូរស័ព្ទខ្ញុំគ្រាន់តែចង់បដូរអត្តសញ្ញាណមួយផ្សេងទៀតដើម្បីបន្តកំដរនាងប៉ុណ្ណោះចុះដែលលោករត់មកកែសម្រួលផ្សារក៏ដើម្បីតាក់ទាញចំណាប់អារម្មណ៍ដាលីដែរមែនទេមិនមែនទេខ្ញុំមកជួយនាងប៉ាខ្ញុំឲ្យខ្ញុំមកវាយកំទេចផ្សារចោលប៉ុន្តែខ្ញុំចង់ប្រជែងយកឱកាសមួយឲ្យនាងដូច្នេះទើបកំណត់ការភ្នាល់រយៈពេល3ខែបើចឹងមែនលោកកាន់តែគួរនិយាយប្រាប់ដាលីផ្ទាល់មាត់នាងឥឡូវនេះស្អប់នឹងពាក់ព័ន្ធជាមួយខ្ញុំណាស់ប្រសិនបើខ្ញុំអាលីស្រឡាញ់នរណាម្នាក់ខ្ញុំប្រកាសជាស្មោះត្រង់នឹងគេព្រោះខ្ញុំមិនទៅប៉ាន់ស្មានគំនិតរបស់គេហើយធ្វើការសម្រេចចិត្តដែលគិតថាខ្លួនឯងត្រូវនោះទេការគោរពទើបជាមូលដ្ឋានគ្រឹះនៃស្នេហាដូច្នេះខ្ញុំគួរតែក្លាហានជាងនេះស្មោះត្រង់ជាងនេះត្រូវទេខ្ញុំនឹងសាកល្បងថ្ងៃស្អែករសៀលឲ្យដាលីមករកលោកនិយាយជាមួយគាត់ឲ្យច្បាស់ទល់មុខគ្នាអរគុណដែលបានជួយខ្ញុំមិនមែនកំពុងជួយលោកទេខ្ញុំកំពុងជួយដាលីលោកប្រធានតូចដាលីចិត្តមកដល់ហើយដាលីប៉ាមិនក៏ប៉ាមកទីនេះប៉ាឲ្យឯងមកទីនេះដើម្បីដេញពួកនោះចេញមិនមែនឲ្យឯងមកធ្វើរឿងឥតប្រយោជន៍ធ្វើកំណែតម្រង់ផ្សារស្អីនោះទេប៉ាក្នុងផ្សារនៅមានអាជីវករជាច្រើនណាស់ខ្ញុំបានដាក់សំណើលើកម្ពស់ផ្សាររួចហើយអាចធានាបានទាំងហើយនៅអាចបង្កើនចំណូលទៀតហេតុអីចាំបាច់ត្រូវវាកំទេចព្រោះតែផ្សារដ៏កំសត់នេះផលប្រយោជន៍តិចតួចប៉ុណ្ណឹងមិនគួរឲ្យមើលសោះមានតែឈូសឆាយទីនេះឲ្យរៀបស្មើសាងសង់ជាផ្សារទំនើបខ្នាតធំទើបស្របនឹងផលប្រយោជន៍ធំបំផុតរបស់ក្រុមហ៊ុនប៉ាអាចជឿជាក់លើខ្ញុំបានទេគឺមកពីប៉ាជឿជាក់លើអញពេកនឹងហើយទើបឲ្យឯងមកធ្វើប៉ាមិនចឹងទេប៉ាឲ្យឆេងមកកាន់កាប់យូរហើយប៉ាសមត្ថភាពរបស់ជីជាប៉ាមិនទាន់ដឹងច្បាស់ទៀតអេព្រាបខ្លាំងជាងខ្ញុំដែលជាមនុស្សដើរលេងអត់ប្រយោជន៍រាល់ថ្ងៃច្រើនណាស់ខ្ញុំមើលថាអ្នកដែលដឹកនាំបង្កបញ្ហាគឺជាស្រីម្នាក់ឈ្មោះសុនដាលីប្អូនប្រុសមានការភ្នាល់ជាមួយនាងរយៈពេល3ខែអ្នកណាគ្រប់គ្រងបានល្អគឺបានធ្វើជាអ្នកចាត់ការអូនប្រុសគឺចង់ប្រែសមត្ថភាពធ្វើឲ្យពួកគេចាញ់ដោយអស់ចិត្តមែនទេរងចាំដល់ពេលពួកគេរកឃើញអ្វីដែលពួកគេធ្វើពេញមួយជីវិតនៅមិនដល់3ខែរបស់ប្អូនប្រុសផងពួកគេនឹងដើរចេញទាំងអាម៉ាស់លួងលោមពួកគេឲ្យចេញសិនចាំរកវិធីតាមក្រោយត្រូវឲ្យប៉ាដូចជាសុនដាលីនោះគ្មានសមត្ថភាពគ្មានទស្សនវិស័យមិននឹងអាចឈ្នះខ្ញុំបានទៅអីយ៉ារងចាំដល់ពេលនោះពួកយើងចាំអនុវត្តផែនការក៏មិនយឺតពេកដែរដាលីអេវាងជីជាឯងចាំទុកណាឯងមានពេលតែ3ខែប៉ុណ្ណោះអេដាលីកុំមកបង្ករឿងឯងស្ដាប់ខ្ញុំពន្យល់សិនខ្ញុំមានរឿងអីកើតឡើងកញ្ញាអាលីមកចំពេលល្អណាស់លោកប្រធានតូចបានស្នើសុំថវិកាក្រុមហ៊ុនមួយកញ្ចប់ដើម្បីធ្វើការកែសម្រួលប្រធានបទផ្សារកំពុងតែចង់ណាត់កញ្ញាដាលីពិភាក្សាគ្នាផងអីយ៉ារឿងល្អតើលោកប្រធានតូចចេញលុយដាលីមានភាពឆ្លាតវៃតើពីដើមបញ្ចូលគ្នានេះល្អចំពោះផ្សារប៉ុណ្ណាទៅមើលចុះពួកយើងអាចកែសម្រួលផ្សារទៅជារចនាប័ទ្មបែបស្រស់ស្រាយរ៉ូមែនទិកបន្ទាប់មកបន្ថែមចំណុចថតរូបខ្លះទៀតផ្សារដែលមានរចនាប័ទ្មរ៉ូមែនទិកច្រើនណាស់បើចេះតែធ្វើតាមគេដោយងឹតងល់មានតែផ្លូវស្លាប់ទេខ្ញុំចង់សង់ជា style cyberpunk ស្អីគេ cyberpunk ស្អីគេសាយស្អីបោផាមានគំនិតគឺជារឿងល្អគ្រាន់តែត្រូវគិតដល់ចំណូលចិត្តរបស់អាជីវករផងដែរចឹងយក style បែបអ្នកមានកម្រិតខ្ពស់អីខ្ញុំថាអានឹងល្អពួកយើងអាចតាក់ទាញអតិថិជនលំដាប់ខ្ពស់ធ្វើឲ្យតូបអាហារសម្រន់មិនមែនគ្រាន់តែជាតូបអាហារសម្រន់ style មហាសមុទ្រល្អជាងអាចតើពិភពរឿងនិទានអានឹងក៏បានដែរខ្ញុំកំពុងនិយាយពីផ្លូវខាងកើតរបស់ពួកយើងលោកចង់ធ្វើអីក៏ធ្វើទៅអាចកុំឲ្យដូចពួកយើងបានទេខ្ញុំគ្រាន់តែគិតថាការមានរចនាប័ទ្មតែមួយនឹងធ្វើឲ្យផ្សារកាន់តែល្អមុនពេលលោកមកដល់ផ្សារពួកយើងមិនដែលមានឯកភាពគ្នាតាំងពីពេលណាដាលីកុំឆេវឆាវយកផ្សារជាធំសិនតាំងពីពេលណាដែលខ្ញុំមិនយកផ្សារជាធំនោះដាលីបានហើយបើពួកឯងគិតថាគេធ្វើត្រូវចឹងពួកឯងសម្រេចចិត្តខ្លួនឯងទៅអេដាលីអេដាលីនាងពួកក្បត់ស្អីគេហេរ៉ូសុទ្ធតែជាពួកក្បត់ទាំងអស់
ខ្ញុំមិនមែនជាពួកក្បត់ទេណាដាលីការលះបង់របស់ឯងពួកយើងសុទ្ធតែបានឃើញជឿថាអាជីវករក៏បានឃើញដែរហុំចុះពួកឯងនៅទៅត្រូវរើជាមួយគេទៀតឆ្លោះគឺឆ្លោះតែមិនអាចធ្វើបាបប្រពះខ្លួនឯងទេមែនទេមកញ៉ាំមួយម៉ាត់ហុំបាយឆាក៏គុំសង្ឃឹមថានឹងទិញទឹកចិត្តខ្ញុំមិនមែនពិតជាចង់ញ៉ាំទេគ្រាន់តែទុកមុខឲ្យឯងប៉ុណ្ណោះហុំល្អចឹងទុកមុខឲ្យខ្ញុំផងញ៉ាំតែទឹកដោះគោមួយម៉ាត់ស្ទ្រូប៊ឺរីកាត់ជាតិខាញ់ខ្ញុំប្រាប់ពួកឯងណាពួកឯងមិនស្គាល់មុខមាត់ពិតរបស់វ៉ាងជីជីទេគេនិយាយដើមខ្ញុំថាគ្មានសមត្ថភាពគ្មានទស្សនវិស័យហើយនៅថាប្រកាសជាឈ្នះពួកយើងទៀតអាម្នាក់នេះអាក្រក់ម្លេះមែននឹងហើយទាំងនេះសុទ្ធតែខ្ញុំមើលផ្ទាល់ត្រចៀកប៉ុន្តែទោះជាយ៉ាងណាខ្ញុំដាច់ខាតមិនព្រមចាញ់ទេខ្ញុំនឹងតស៊ូជាមួយគេដល់ទីបំផុតបងដាលីបាយឆាឆ្អែតពោះតែទឹកដោះគោរំលាយអាហារស្ទ្រូប៊ឺរីកាត់ជាតិខាងបើយកមកដាក់តែឯងសុទ្ធតែជាអាហារសាមញ្ញតែបើដាក់ញ៉ាំចូលគ្នាមិនមានសុភមង្គលទេអីផ្សារក៏ដូចគ្នាដែរផ្លូវខាងកើតនិងខាងលិចអភិវឌ្ឍរួមគ្នាទើបកាន់តែល្អសៀមនិយាយត្រូវមិនខ្វល់ថាវ៉ាងជីជាគិតយ៉ាងណាទេការកែសម្រួលប្រធានបទតាមពិតគឺជារឿងល្អសម្រាប់ផ្សារធ្វើតាមកាលៈទេសៈប្រសើរជាងការប្រឆាំងគ្នាត្រូវទេមនុស្សម្នាក់ធ្វើមនុស្សម្នាក់ទទួលឥឡូវខ្ញុំនឹងទៅរកវ៉ាងជីជាវ៉ាងជីជាសំណើរបស់លោកខ្ញុំយល់ព្រមហើយនេះក៏ខ្លាំងពេកហើយវ៉ាងជីជាសំណើដែលលោកផ្ដល់ឲ្យផ្សារខ្ញុំទទួលស្គាល់ហើយនេះរៀងក្រអឺតក្រទុំពេកហើយដឹងខ្ញុំគួរធ្វើម៉េចទៅឬក៏រឿងនេះមិនបាច់ដោះស្រាយទេចឹងក៏កំសាកពេកដែរយ៉ាងខ្លាំងខ្ញុំលុតជង្គង់ដាក់គាត់ហ្មងដាលីខ្ញុំនៅតែទ្រាំមិនបានមករកនាងពេលដែលខ្ញុំបង្កើតប្រធានបទខ្ញុំមិនបានគិតដល់អារម្មណ៍នាងគឺជាបញ្ហារបស់ខ្ញុំដាលីខ្ញុំក៏មានកន្លែងដែលធ្វើមិនបានល្អដែរខ្ញុំមិនគួរនិយាយមិនសមហេតុផលប្រឆាំងនឹងលោកទេល្អចឹងពួកយើងរួមគ្នារចនាប្រធានបទដែលស័ក្តិសមបំផុតសម្រាប់សារល្អទេហឹមគិតរកប្រធានបទផ្សារដែលស័ក្តិសមពិតជាមិនងាយស្រួលសោះពិតជាចម្លែកខ្លាំងណាស់ច្បាស់ណាស់ថាជាផ្សារដែលខ្ញុំធំធាត់តាំងពីតូចប៉ុន្តែខ្ញុំបែរជារកនឹកប្រធានបទដែលសមនឹងវាមិនឃើញសោះខ្ញុំដឹងហើយខ្ញុំដឹងថាបញ្ហានៅផ្សារយើងគឺជាអ្វីហើយដាលីមើលនេះពួកយើងមិនគួរគិតតែពីការចម្លងផ្សាររបស់អ្នកអតីតទេតែត្រូវសួរខ្លួនឯងថាពួកយើងចង់បានអ្វីនិយាយឲ្យច្បាស់មើលនាងធំធាត់នៅក្នុងផ្សារអ្វីដែលនាងចូលចិត្តបំផុតនៅផ្សារគឺជាអ្វីហឹមខ្ញុំចូលចិត្តទន្លេនេះបំផុតរាល់ពេលដែលខ្ញុំមិនសប្បាយចិត្តសម្លឹងមើលទន្លេនេះមានអារម្មណ៍ថាទុកកង្វល់ត្រូវបានទន្លេនាំយកទៅអស់ហើយជាពិសេសនៅរដូវដើមនាទីក្រដូវដែលមានផ្សែងភ្លៀងវាពិតជាស្អាតពិសេសណាស់ត្រូវហើយដូច្នេះប្រធានបទរបស់ពួកយើងគឺផ្សែងភ្លៀងជាងណាន Mist and Rain ជាងណានខ្ញុំនឹងទៅចេញគម្រោងឥឡូវនេះខ្ញុំទទួលខុសត្រូវតាក់ទងអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយអាជីវករសហការលឿនបំផុតមួយអាទិត្យអាចរួចរាល់នៅសប្តាហ៍ក្រោយពួកយើងអាចរៀបចំពិធីអបអរការកែសម្រួលដ៏ធំមួយមិនត្រឹមតែស្វាគមន៍អតិថិជនចាស់ថ្មីប៉ុណ្ណោះទេថែមទាំងធ្វើឲ្យឈ្មោះផ្សារ Shenzhen របស់យើងល្បីល្បាញទៀតផងពេលវេលាគៀកណាស់ប៉ុន្តែខ្ញុំមានកម្លាំងចិត្តពេញខ្លួនថាធ្វើគឺធ្វើ yes ពួកឯងធ្វើមុខបែបនេះមានន័យថាម៉េចទឹកមុខកោតសរសើរអីយ៉ាឥឡូវនេះភារកិច្ចការងារគឺតឹងរឹងណាស់បច្ចុប្បន្នពួកយើងនៅមានរឿងដ៏សំខាន់មួយទៀតគឺត្រូវការអ្នកតំណាងម្នាក់មនុស្សម្នាក់នេះមិនត្រឹមតែត្រូវមានសម្រស់ស្អាតទេមានចរិតលក្ខណៈល្អហើយត្រូវតែសមស្របនឹងប្រធានបទផ្សែងភ្លៀងជាងណានទៀតផងខ្ញុំមានបេក្ខភាពម្នាក់ខ្ញុំថាហើយតើប្រធានបទផ្សែងភ្លៀងជាងណានស័ក្តិសមនឹងទីនេះណាស់តែមានអារម្មណ៍ថាខ្វះភាពភ្ញាក់ផ្អើលដែលនឹកស្មានមិនដល់បន្តិចវ៉ាវឆាប់មើលនោះវ៉ាវស្អាតខ្លាំងណាស់អង្គវរបងស្រីយូហួនយូណាស់ទើបគាត់ព្រមមកមួយថ្ងៃវ៉ាវស្អាតណាស់ឆាប់ទៅលឿន
វ៉ាវពីរោះខ្លាំងណាស់ពីរោះខ្លាំងណាស់បានសម្រេចហើយការកែសម្រួលផ្សារទទួលបានជោគជ័យចូលកែវញ៉ាំឲ្យឆ្ងាញ់ណាស់ទាំងអស់គ្នាមកលោកប្រធានតូចលើកកែវជូនលោកមួយការលើកកម្ពស់ផ្សារលើកនេះពឹងលើលោកទាំងអស់ហើយនឹងដាលីពិតជាគូព្រេងពីធម្មជាតិមែនផ្សាររបស់ពួកយើងទៅថ្ងៃមុខប្រកាសជាកាន់តែល្បីពេលណាទើបបានផឹកស្រាការរបស់អ្នកទាំងពីរត្រូវហើយពេលណាបានផឹកស្រាការអាហាហាខ្ញុំនិងលោកប្រធានវាងគ្រាន់តែជាមិត្តរួមសមរភូមិប៉ុណ្ណោះនៅក្នុងចិត្តរបស់ខ្ញុំមានតែគិតថាធ្វើយ៉ាងណាឲ្យផ្សារបានល្អជូនពរឲ្យផ្សាររបស់ពួកយើងកាន់តែល្អប្រសើរជូនពរឲ្យដាលីសម្រេចបំណងល្អមកចូលកែវអរគុណបងស្រីយូហួនបងស្រីយូហួនថ្ងៃនេះមិនក៏យកចិត្តទុកដាក់ម្លេះបងស្រីយូហួនខ្ញុំបានធ្វើរឿងអីខុសមែនទេរៀនតាមគេនឹងណាចាប់ម្ហូបឲ្យគេមិនមែនជាសជីវធម៌នៅលើតុអាហារនៅទីនេះទេហេមើលចុះសំបីតែទេពធីតាម្នាក់នេះក៏មើលឃើញដែរលោកប្រធានតូចតើលោកនៅខ្វះពាក្យស្នើសុំជាផ្លូវការមួយមែនទេនេះដាលីខ្ញុំស្រឡាញ់នាងខ្ញុំមិនដែលភ្លេចនាងទេវាងជាលោកកុំឆេវឆាវលោកប្រធានតូចមានអីនិយាយគ្នាស្រួលបួលល្អបំផុតកុំនិយាយអីខ្ញុំដឹងថានាងចង់ផ្ដោតលើការងារខ្ញុំអាចរងចាំបានតើនាងព្រមផ្ដល់ឱកាសឲ្យខ្ញុំមួយទេទទួលយកទៅត្រូវរើគ្នាបានហើយខ្ញុំឆ្អែតហើយទៅមុនហើយដាលីអេយ៉ាដាលីមើលទៅខូចការអស់ហើយកាលៈទេសៈមិនត្រូវពេលវេលាមិនត្រូវប្រកាសជាខូចការហើយប្រញាប់ទៅពន្យល់ភ្លាមទៅល្អដាលីខ្ញុំចង់និយាយជាមួយនាងខ្ញុំអំបញ្ញមិញគឺចង់បង្ហាញទឹកចិត្តរបស់ខ្ញុំចំពោះនាងពេកទើបបានជាប៉ុន្តែលោកមិនទុកឱកាសឲ្យខ្ញុំបដិសេធសោះខ្ញុំដឹងថាថ្ងៃនោះនាងបានឬការសន្ទនារបស់ពួកយើងប្រហែលជាមានការយល់ច្រឡំខ្លះចំពោះខ្ញុំវាងជាមួយរយៈនេះរឿងដែលលោកធ្វើចំពោះផ្សារខ្ញុំសុទ្ធតែបានឃើញប៉ុន្តែខ្ញុំសូមលោកកុំយកមិត្តភាពរួមសមរភូមិធម្មតាមកច្រឡំថាស្នេហាអីខ្ញុំមិនបានច្រឡំទេខ្ញុំតែងតែចូលចិត្តនាងរហូតមកតាមពិតខ្ញុំគឺជា Chess Crusher បន្ទាប់ពីបែកពីនាងខ្ញុំនឹករលឹកនាងរាល់ថ្ងៃតែខ្ញុំមិនហ៊ានទៅរកនាងទើបមានតែប្រើ account តូចទៅ add នាងក្នុងហ្គេមខ្ញុំបានហើយបើសិនជាលោកគឺជា Chess Crusher ចឹងខ្ញុំការលេងហ្គេមយ៉ាងសប្បាយរីករាយជាច្រើនក្តារកន្លងមកបែរជាខ្លាយជាការតាមដានរបស់សង្សារចាស់មិនមែនទេមិនដឹងតែខាតមិនមែនជាការតាមដានទេខ្ញុំគ្រាន់តែវាងជាលោកមកផ្សារតាមពិតគឺចង់ធ្វើអីការវាយកំទេចផ្សារគឺជាការសម្រេចចិត្តរបស់ប៉ាខ្ញុំដឹងថាផ្សារនេះផ្ទុកនៅក្តីស្រមៃរបស់នាងដូច្នេះខ្ញុំចង់កំដរនាងការពារផ្សារជាមួយគ្នាខ្ញុំមិនចង់ជួបមុខលោកទៀតទេខ្ញុំពិតជាមិនយល់ទេដាលីហេតុអីបានជាខ្ញុំធ្វើច្រើនយ៉ាងនេះហើយនាងនៅតែមិនទទួលស្គាល់ខ្ញុំគឺដោយសារលោកមិនដែលកែប្រែសោះលោកសម្រេចចិត្តជំនួសខ្ញុំតែឯកឯងសម្រេចចិត្តចាប់ផ្ដើមថ្មីតែឯកឯងសូម្បីតែកំដរខ្ញុំក៏សម្រេចចិត្តតែឯកឯងការការពារផ្សារមិនមែនជារឿងលេងសើចទេប្រសិនបើនេះគ្រាន់តែជាល្បិចញ៉ែស្រីរបស់លោកចឹងខ្ញុំសូមណែនាំលោកដោយស្មោះកុំខ្ជះខ្ជាយពេលវេលាលើខ្ញុំអីតើនាងចង់ឲ្យខ្ញុំធ្វើម៉េចធ្វើអ្វីដែលលោកចង់ធ្វើទៅសរុបមកមុនពេលដែលផ្សារត្រូវបានការពារខ្ញុំគ្មានអារម្មណ៍ទៅគិតរឿងស្នេហាប្រុសស្រីទេមើលមីឆាដាលីលេខ1លើលោកតម្លៃសម្រុំឆ្ងាញ់ខ្លាំងណាស់ឆាប់មកមើលចង់មើលទេមីឆាដាលីឆ្ងាញ់ខ្លាំងណាស់មើលសុនដាលីឯងចេញទៅនៅចង់បានមុខទៀតទេនេះគឺជារឿងដែលឯងគួរធ្វើមែនទេដាលីនេះជានរណាដាលីអតិថិជនម្នាក់នេះកាច់ម្លេះឬក៏ពួកយើងកុំរកស៊ីជាមួយគាត់អីមួយថ្ងៃមិនធ្វើការងារត្រឹមត្រូវឯងថ្ងៃក្រោយមានអនាគតអីអ្នកមីងជានរណាមិនក៏មកស្ដីឲ្យដាលីរបស់ពួកយើងខ្លាធំខ្ញុំមិនយកទេណាហមម៉ាក់ត្រឡប់មកពីដើរលេងវិញហើយម៉ាក់ខំប្រឹងរកលុយឲ្យឯងរៀន
ការងារការិយាល័យល្អមិនធ្វើឯងមកចាំតូបមីឆារបស់ម៉ាក់ធ្វើអីម៉ាក់កុំថាឲ្យសុនឈៀនសាន់ឆែនដាលីមិនងាយស្រួលទេកុំថាឲ្យនាងអីបើមិនមែនដោយសារដាលីទេសាររបស់ពួកយើងត្រូវបានគេវាយកំទេចបាត់ហើយថាម៉េចវាយកំទេចមែនហើយក្រុមហ៊ុន The Saints ស្អីគេនោះនិយាយថាចង់បានតម្លៃសេដ្ឋកិច្ចខ្ពស់បំផុតចង់វាយកំទេចផ្សារនេះដើម្បីសង់អគារខ្ពស់សង់អគារខ្ពស់ហួសហេតុពេកហើយទៅរកពួកគេម៉ាក់ពួកគេពិតជាហួសហេតុពេកហើយម៉ាក់ប្រកាសជាមិនទុកពួកគេចោលទេមែនទេទុកស្អីវាចោលទៅល្អហើយវាចោលទៅមិនបាច់រកស៊ីទាំងអស់គ្នាម៉ាក់ឆាប់តាមខ្ញុំត្រឡប់ទៅផ្ទះវិញវៃសុនឈៀនមិនក៏និយាយបែបហ្នឹងមកកំពូលអ្នកលក់មីឆាចេញលក់ហើយម៉ាក់ខ្ញុំជួយម៉ាក់ឯងហាមមកចិត្តតូបមីឆារបស់ខ្ញុំម៉ាក់ធ្វើអីហ្នឹងនេះគឺជាខ្សែបន្ទាត់ទី38សុនដាលីហាមចូលតាកាត់គុំរំលងឲ្យសោះកំពូលអ្នកលក់មីឆាចេញលក់ហើយគុំរំលងឲ្យសោះរូបមន្តសម្ងាត់ទឹកជ្រលក់ពិសេសឆាប់មកភ្លក់មើលខ្ញុំយកមួយឲ្យខ្ញុំមួយដែរមិនបាច់ទេឡបង្ហាញស្នាដៃយកពងទាទេឆ្អិនឥឡូវហើយកំពូលអ្នកលក់មីឆាចេញលក់ហើយអ្នកទាំងអស់គ្នាដើរកាត់ហាមរំលងឲ្យសោះអេឲ្យខ្ញុំមីឆាមួយលឿនឡើងវៃបងប្រុសតូបរបស់កំពូលអ្នកលក់មីឆាហាមកាត់ជួរទៅតម្រង់ជួរទៅកុំចេះតែលូកដៃរឿងគេទៅតម្រង់ជួរទៅតម្រង់ជួរទៅតម្រង់ជួរស្អីអញដឹងថាអញជានរណាទេថ្ងៃនេះទោះបីជាមនុស្សរបស់ក្រុមហ៊ុន The Saints មកដល់ឃើញអញក៏ត្រូវអន់ក្បាលដាក់ដែរមីងយល់ថាយ៉ាងម៉េចទៅតម្រង់ជួរទៅនេះអញហ៊ានធ្វើរុកដាក់អញហុំធ្វើបាបកូនស្រីខ្ញុំហើយនៅហ៊ានកាយទៀតឯងធុញនឹងរស់ហើយមែនទេគឺចឹងខ្ញុំប្រញាប់ទៅជិះរថភ្លើងពន្យាពេលខ្ញុំអ្នកណាទទួលខុសត្រូវប្រញាប់ជិះរថភ្លើងឯងអាចកាត់ជួរបានចឹងអេមិនក៏ឯងមិនលោតចូលផ្លូវរថភ្លើងទៅចាប់ជាតិហ្មងទៅតម្រង់ជួរគឺជាវិន័យម៉ែឯងមិនដែលបង្រៀនទេហេអញប្តឹងឯងខ្ញុំសុនឈៀនលក់នៅផ្លូវខាងកើតជាង10ឆ្នាំហើយមនុស្សប្រភេទណាដែលមិនធ្លាប់ជួបបោកប្រាស់ពួកមុខក្រាស់សុទ្ធតែធ្លាប់ត្រូវខ្ញុំហែកមាត់ទាំងអស់នាងមីងឈួតចាំមើលអីខ្ញុំប្រាប់ឯងណាមានខ្ញុំនៅទីនេះអ្នកណាក៏គុំសង្ឃឹមថាធ្វើបាបម៉ាក់ខ្ញុំបានខ្ញុំវាយឯងឲ្យងាប់ខ្ញុំវាយឯងឲ្យងាប់លោកលីបុគ្គលិកក្រុមហ៊ុនលោកកាត់ជួរនៅផ្សារជាសាធារណៈបង្ករឿងជាមួយអាជីវករថែមទាំងចង់វាយមនុស្សទៀតតែគូសហការបែបនេះពួកយើងមិនត្រូវការទេចាប់ពីថ្ងៃនេះទៅខ្ញុំនឹងបញ្ឈប់រាល់ការសហការទាំងអស់សុំទោសខ្ញុំត្រូវធ្វើការអន់ក្បាលសុំទោសអតិថិជនរបស់ខ្ញុំនិងកូនស្រីខ្ញុំថ្ងៃនេះបើមិនសុំទោសឯងកុំសង្ឃឹមថាបានចេញសុំទោសខ្ញុំមិនគួរកាត់ជួរទេខ្ញុំមិនគួរធ្វើបាបនាងទេខ្ញុំខុសហើយដេញគាត់ចេញពីផ្សារហាមឃាត់មិនឲ្យចូលមួយជីវិតអីចាំថ្ងៃនេះធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលហើយអ្នកទាំងអស់គ្នាញ៉ាំអីក៏មកតាមចិត្តខ្ញុំជាអ្នកចេញលុយអ្នកស្រីសុនឈៀនអ្នកមីងពិតជាខ្លាំងមែនពិតជាសំធ្វើជាម៉ាក់របស់សុនដាលីមែនកញ្ញាសុនដាលីកូនពិតជាសំធ្វើជាកូនស្រីល្អរបស់សុនឈៀនមែនចឹងកូននិយាយមកពួកយើងពីរអ្នកម៉ាក់កូនរកស៊ីបើកតូបលក់មីឆានេះជាមួយគ្នានោះមិនមែនបានន័យថាទៅរស់នៅឯនាយសមុទ្រឯណោះទេហេយកសពហើយម៉ាក់រឿងថ្ងៃនេះម៉ាក់ពិតជាធ្វើលើសពេកហើយប៉ុន្តែបើកូនចង់ចេញលក់កុំសង្ឃឹមអីឲ្យម៉ាក់ហើយប៉ុន្តែកំឡោះម្នាក់នោះក៏មិនធម្មតាដែរសាររបស់យើងត្រូវការធនធានមនុស្សដូចជាកូនឯងនេះហើយមែនហេពិភពលោកត្រូវការខ្ញុំមុខឯងប្រឡាក់ហើយអញ្ជើញទៅវិញចុះឆ្នាំថ្ងៃក្រោយមកទៀតណាលោកតាផាន់ស៊ីងស៊ីងមកហើយហេពូផាន់គឺដាលីម៉ាក់រំខានឯងទាំងពីរអ្នកបន្តិចហើយនឹងហើយគឺថាខ្ញុំបន្តិចទៀតត្រូវចេញទៅមើលខ្លួនហើយរំខានឯងទាំងពីរជួយមើលស៊ីងស៊ីងឲ្យខ្ញុំបន្តិចផងយ៉ាងយូរ2ម៉ោងទេបានទេគ្មានបញ្ហាទេខ្ញុំមិនបាច់ឲ្យគេមើលថែទេខ្ញុំនៅម្នាក់ឯងបានកុំមាត់លោកតាផាន់តើលោកតាធ្លាប់ទៅមើលខ្លួនប៉ុន្មានដងហើយ
មិនច្រើនទេប្រហែលជា17 ឬ18 ដងដែរលោកតាផាន់លោកតាស្រស់សង្ហាបែបនេះមិនគួរណាសោះលោកតាផាន់ឯងនឹងណារាល់ពេលទៅមើលខ្លួនក្នុងចិត្តគិតតែពីចៅប្រុសសំណប់ចិត្តគាត់តើអាចនិយាយគ្នាដាច់ស្រេចបានមិនទៅការទៅមើលខ្លួនលើកមុនតើលោកតាក្នុងរយៈពេលកន្លះម៉ោងទៅរកស៊ីងស៊ីង3 ដងសួរថាគេញ៉ាំទឹកហើយឬនៅមែនទេធ្វើបែបនេះតើមានលោកយាយណាគេព្រមទៅលោកតាផាន់ស៊ីងស៊ីងអាយុ20ជាងហើយគេអាចមើលថែខ្លួនឯងបានហើយលោកតាទៅរកលោកយាយម្នាក់ឲ្យគេដោយសប្បាយចិត្តទៅឲ្យដាលីឈប់និយាយទៅតាអស់សង្ឃឹមហើយសង្ឃឹមមិនបានការទេតែលើកនេះមិនដូចមុនទេណាតាំងពីឯងបានបង្រៀនតាដារៀនបានវិធីមើលខ្លួនពីលើអ៊ីនធឺណិតទី1កុំធ្វើខ្លួនបុរាណពេកទី2ត្រូវផ្ដល់នៅតម្លៃនៃអារម្មណ៍ត្រូវហើយនឹងហើយអីចឹងលោកតាខំប្រឹងបញ្ចេញសមត្ថភាពទៅណានឹងហើយអូត្រូវហើយដាលីម៉ាក់មួយរយៈនេះក្រពះពោះវៀនស៊ីងស៊ីងមិនសូវល្អទេចាំណាហាមដាច់ខាតកុំឲ្យគេញ៉ាំហើនេះជាថ្នាំក្រពះបើសិនជាឃើញគេធ្វើទុកឲ្យគេលេបមួយគ្រាប់ភ្លាមចាសឲ្យតែមកតាភ្លាមនឹងហើយតានឹងមកវិញភ្លាមនឹងហើយអូត្រូវហើយនេះជាទឹកក្តៅអូនចាំណាឲ្យគេញ៉ាំទឹកឆ្អិនឲ្យបានច្រើនខ្ញុំដឹងហើយពូផាន់ឆាប់ទៅមើលខ្លួនទៅខ្ញុំធានាថានឹងមើលថែស៊ីងស៊ីងឲ្យបានល្អបំផុតអរគុណល្អហើយឆាប់ទៅចុះអីចឹងឯងទាំងពីរជូនពោដាឲ្យជោគជ័យផងជោគជ័យយេអ្នកបងមកញ៉ាំតែមកហេបើលោកមានការលោកទៅមុនទៅយ៉ាងណាក៏លោកមិនពេញចិត្តខ្ញុំដែរមិនអីទេខ្ញុំទំនេរតើអ្នកណានិយាយថាខ្ញុំមិនពេញចិត្តអ្នកបងនោះអ្នកបងមើលទៅសំនឹងខ្ញុំណាស់មែនអេចុះមិនក៏លោកចេះតែមើលទូរស័ព្ទអូសុំទោសណាតាមពិតទៅលោកមិនមែនចង់មកមើលខ្លួនដោយស្មោះទេបើមិនមែនអ្នកអប់និយាយថាលោកប៉ាវខ្ញុំញ៉ាំតែទេខ្ញុំក៏មិនមកជួបលោកដែរខ្ញុំមិននឹងអាចមិនស្មោះត្រង់នឹងការមើលខ្លួននេះទៅនៅចាំថាខ្ញុំអាយុប៉ុន្មានទេពួកយើងទៅតែនិយាយគ្នាអំបញ្ញមិញចាំបានលោកបើលោកមិនបងខ្ញុំ5ឆ្នាំគឺលោកប្អូនខ្ញុំ5ឆ្នាំត្រូវហើយនឹងហើយត្រូវហើយអ្នកបងមានចៅប្រុសម្នាក់អាយុស្មើនឹងផាន់ស៊ីងស៊ីងរបស់ខ្ញុំដែរមែនទេមើលលោកនិយាយចុះលោកនៅម្នាក់ឯងរហូតបែបនេះមិនគិតចង់រកអ្នកថ្មីទេហេចង់រកយូរហើយតើមាននរណាគេពេញចិត្តខ្ញុំទៅតាមពិតទៅលោកក៏គ្រាន់បើដែរស័ក្តិសមគ្នាល្មមអាចទទួលយកបានមែនទេខ្ញុំក៏គិតអញ្ចឹងដែរប៉ុន្តែលោកជាប់រវល់នឹងកន្ទុយសណ្ដោងនេះហើយជាបញ្ហាធំអ្នកបងថានរណាជាកន្ទុយសណ្ដោងគឺចៅប្រុសលោកស៊ីងស៊ីងនឹងហើយជើងក៏ពិការពិបាកបំរើណាស់ថានរណាចាស់ហើយមិនចេះសោយសុខបែរជាទៅធ្វើជាគោជាសេះបំរើគេជីមើលអ្នកបងចុះមុខមាត់ក៏សំរុំថ្លៃថ្នូរមើលទៅគួរជាមនុស្សចិត្តល្អជូនពរអ្នកបងឆាប់រកបានតាដែលល្អជាងខ្ញុំប៉ុន្តែអ្នកបងមានចំណុចមិនល្អមួយខ្ញុំត្រូវតែប្រាប់អ្នកបងមាត់របស់អ្នកបងអាក្រក់ខ្លាំងណាស់ថាឲ្យនរណាក៏បានប៉ុន្តែហាមថាឲ្យចៅខ្ញុំគិតលុយទៅលេខ2ជូនតែ1 10ផងបាទអាហេស៊ីងស៊ីងទៅណាហើយខ្ញុំមិនមែនឲ្យអញទាំងពីរជួយមើលស៊ីងស៊ីងទេហេមនុស្សទៅណាហើយអាហេអំបញ្ញមិញគេនៅត្រង់នេះតើត្រូវហើយស៊ីងស៊ីងមើលស៊ីងស៊ីងផងស៊ីងស៊ីងឯងដើរអុកបានល្អណាស់ខ្លាំងជាងដៃគូភាគច្រើនដែលខ្ញុំធ្លាប់ជួបទៅទៀតពីមុនខ្ញុំតែងតែអង្គុយសម្លឹងមើលក្តារអុកគិតតែម្នាក់ឯងនេះជាលើកទី1ហើយដែលមានគេមកលេងអុកជាមួយខ្ញុំបែបនេះអាហេស៊ីងស៊ីងឯងមករកអីនៅទីនេះតាប្រាប់ឯងហើយមិនមែនអេឲ្យនៅចាំតាអ្នកឯងគ្រាន់តែមកលេងអុកមួយក្តារលេងអុកអីឯងជានរណាខ្ញុំឈ្មោះយីស៊ីងតាប្រាប់ឯងឲ្យហើយណាមិនខ្វល់ថាឯងឈ្មោះស៊ីងអីទេថ្ងៃក្រោយកុំមករកគេទៀតឲ្យសោះបើមានកើតអីលើគេឯងទទួលខុសត្រូវរួចទេខ្ញុំនឹងស៊ីងស៊ីងជាមិត្តលេងអុកនឹងគ្នាត្រូវហើយតាមិនខ្វល់ថាមិត្តអីទេតាព្រមានឯងថ្ងៃក្រោយហាមមករកគេលេងទៀតស៊ីងស៊ីងតោះយើងទៅអាហេលោកតាហេតុអ្វីសំបីតែសិតលេងអុកមួយក្តារក៏ស៊ីងស៊ីងគ្មានដែរអេពូផាន់ពូធ្វើបែបនេះខ្លាំងពេកហើយពូថែមទាំងយកខ្សែមកចងស៊ីងស៊ីងទៀតធ្វើបែបនេះគេពិបាកចិត្តប៉ុណ្ណាទៅពិបាកចិត្តប្រសើរជាងមានគ្រោះថ្នាក់លោកតាផាន់សុំទោសម្សិលមិញធ្វើឲ្យលោកតាព្រួយបារម្ភហើយមិនមែនកំហុសឯងទេគឺខ្ញុំជាអ្នកចង់ទៅខ្លួនឯង
លោកតាផាន់តើខ្ញុំអាចអញ្ជើញស៊ីងស៊ីងទៅកន្លែងខ្ញុំដើម្បីលេងអុកការពីម្សិលមិញឲ្យចាប់បានទេអញយកគេទៅកន្លែងអញអាចមើលថែគេបានល្អទេដូចជាការញ៉ាំបាយញ៉ាំទឹកចូលបន្ទប់ទឹកនិយាយតែមកថាចង់យកគេទៅឆាប់ចេញឲ្យបាត់ពីមុខតាភ្លាមជីស៊ីងតាប្រាប់ឯងណាហាមទៅណាទាំងអស់នៅឲ្យស្ងៀមត្រង់នេះនាំខ្ញុំទៅផងខ្វះសាឡាត់អូគិតអីហ្នឹងលោកពូកាត់អីហ្នឹងស៊ីងស៊ីងបាត់ហើយឆាប់ប្តឹងប៉ូលីសទៅលោកពូក្រោកសិនមកឆាប់ប្តឹងប៉ូលីសទៅលោកតាផាន់លោកតាកុំតន់ឲ្យស្លន់ស្លោខ្ញុំដឹងថាស៊ីងស៊ីងនៅឯណាប៉ុន្តែលោកតាត្រូវសន្យានឹងខ្ញុំមួយលក្ខខណ្ឌសិនគ្រូធ្លាប់ប្រាប់ថាធ្វើមនុស្សដូចលេងអុកត្រូវមានដើមមានចប់លោកតាផាន់ហេតុអ្វីបានជាការពារឯងខ្លាំងម្ល៉េះព្រោះក្រៅពីខ្ញុំគាត់គ្មានសល់អ្វីទៀតទេគ្រូថ្នាក់ចរាចរណ៍កាលពី10ឆ្នាំមុនប៉ាម៉ាក់របស់ខ្ញុំបានលាចាកលោកធ្វើឲ្យជើងទាំងពីររបស់ខ្ញុំមិនអាចដើរបានទៀតទេគាត់ក៏ប្រឹងប្រែងល្អដាក់ខ្ញុំខ្លាំងដូចមនុស្សឆ្កួតពេលខ្លះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាថប់ដង្ហើមបើឯងមានអារម្មណ៍ថាមិនស្រួលប្រហែលជាអាចសាកល្បងនិយាយប្រាប់គាត់មិនមែនត្រឹមនិយាយទេខ្ញុំថែមទាំងធ្លាប់ធ្វើទៀតផងខ្ញុំសុំគាត់ឲ្យខ្ញុំមានសេរីភាពមួយថ្ងៃប៉ុន្តែខ្ញុំបែរជាធ្វើឲ្យខ្លួនឯងរលាកទឹកក្តៅទៅវិញបន្ទាប់ពីនោះមកគាត់កាន់តែខ្លាចចង់ខ្ញុំជាប់នឹងចង្កេះខោគាត់រាល់ថ្ងៃមិនក៏ឯងស្ងាត់ឈឹងចឹងតាំងពីខ្ញុំដឹងក្តីមកខ្ញុំទម្លាប់រស់នៅម្នាក់ឯងរហូតដល់ខ្ញុំបានជួបគ្រូរបស់ខ្ញុំលីនសឺយេគាត់នាំខ្ញុំចូលក្រុមជែកគ្នាក្រោយមកក៏មានអាលីហ៊ូជឺបងយីហានទើបខ្ញុំដឹងថាការមានមនុស្សដែលយើងបារម្ភនិងមានគេបារម្ភពីយើងគឺជាសុភមង្គលបែបនេះសោះស្ដាប់ឯងនិយាយបែបនេះខ្ញុំដូចជាមនុស្សគ្មានបេះដូងចឹងមិនមែនទេខ្ញុំគ្រាន់តែគិតថាក្តីស្រឡាញ់មិនខុសទេតែការបង្ហាញក្តីស្រឡាញ់ឲ្យត្រូវវិធីគឺជាមេរៀនដ៏ពិបាកមួយតោះបើវាពិបាកម្លឹងក៏មិនចាំបាច់ដោះស្រាយយប់នេះដែរលេងអុកឲ្យបានល្អយប់នេះខ្ញុំត្រូវតែឈ្នះឯងឲ្យបានម្ដងដាលីអរគុណកូនហើយបើមិនបានកូនជួយបើមានការរឿងអីមែនតាប្រហែលជាមិនអាចលើកលែងឲ្យខ្លួនឯងមួយជីវិតទេលោកតាផាន់កុំបារម្ភអីយីស៊ីងបានប្រាប់ខ្ញុំមុនហើយគេដឹងថាត្រូវធ្វើអ្វីក្មេងធំហើយត្រូវការមានកន្លែងផ្ទាល់ខ្លួនខ្លះអីចឹងយប់នេះពួកយើងទុកឲ្យក្មេងទាំងពីរឈ្មោះស៊ីងដូចគ្នាលេងអុកក្តារនេះឲ្យចាប់ចុះថ្ងៃនេះគឺជាពិធីគឺសរសើរគ្នាក៏របស់ផ្សារធានស៊ីនលើកទី1របស់យើងតើមាននរណាចង់ឆ្លៀតឱកាសនេះសូមឲ្យទាំងអស់គ្នាក្លាហានសរសើរមនុស្សដែលខ្លួនស្រឡាញ់ទៅសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះផាន់ស៊ីងស៊ីងគឺជាមុខសញ្ញាដែលផ្សារយើងយកចិត្តទុកដាក់បំផុតប្រហែលជាគ្រប់គ្នាធ្លាប់ឃើញខ្សែនេះហើយមែនទេកាលពីពេលមុនវាប្រៀបដូចជាស្លាកសញ្ញាដ៏ចាក់ភ្នែកបំផុតនៅលើខ្លួនខ្ញុំតែងតែរំលឹកខ្ញុំថាខ្ញុំខុសប្លែកពីអ្នកទាំងអស់គ្នាប៉ុន្តែឥឡូវនេះទើបខ្ញុំដឹងថាតាមពិតខ្សែមួយនេះមិនមែនចង់រូបខ្ញុំទេគឺចង់លោកតាខ្ញុំទៅវិញទេ10ឆ្នាំកន្លងមកនេះដើម្បីលើកខ្ញុំដាក់លើទេរុញគាត់ត្រូវរបួសចង្កេះម្ដងហើយម្ដងទៀតប៉ុន្តែដៃរបស់គាត់ពីនឹងរហូតដល់ញ័រមិនដែលលែងខ្ញុំម្ដងណាឡើយបើសិនជាគ្មានខ្ញុំគាត់អាចដេកដល់ម៉ោងប៉ុន្មានក៏បាននៅពេលព្រឹកគាត់ចង់ខ្ជិលគាត់អាចហៅម្ហូបស្រាប់គាត់អាចស្ដាប់ចម្រៀង
Ai đa lên chừng chăm sạch. Ai thơ đôi ta cha thom đa tây tiệt. Mình bách riêng pi rồi bia prai khuôn ở nhom. Sầm át khuôn đã chẳng đồng rong còn lạnh. Nhom trong prap tha lục tà. Lục tà ban lực nhom kpú nâng nâng nô nà hời. Vẫn to pi ní ai ở chờ. Xạ là bong đo từ mục đại khuôn anh bán tế. Lục tà ai sầm rạ bán hời. Tơ stui trầy. Tơ mơ tế spiệp ngay lệch đài lục ta mình đài bán mờ. Tơ rú nơi không chi vật chi rồi bó khuôn anh khla tơ bán tế. Ai chkút nơi lơ spiên anh stắp đà ở chbah nà. Cứ ta tê đài sông tổ ảnh. Tasman tha ca ca pi anh nơi không rùng vùng đài. Còn tái ta mình bán cất thả. Cha rồi bó ta bán thông pinh về hời. Chắp pi ngay ní tờ. Của dương lia sân hời. Chắp pi ngay ní tờ. Của dương liệt sai ní hời. Mùi pi 7. À. À à. À. Nì dây ban lọ. Ní chỉ cạp sạp xa đỏ lọ bồng phọt đại khuyông men hơi. Ta miên nổ ná trong lang tơ nì dây tiệt tế. Chốc sân khuyông miên rương mùi tiệt. Trong nì dây. Lục ta khuyông. Phan chiêngอายุ63 ឆ្នាំ កំភ្លុកកំប្លែង ពូកែធ្វើម្ហូប ហើយចូលចិត្តងូតទឹកណាស់ ឥឡូវនេះប្រកាសរកគូនៅទីនេះជាផ្លូវការ ហា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  ក្មេងនេះយល់ចិត្តតាវ៉ាណាស់ ហាហា អាហើយវាងជា ធ្វើអីហ្នឹង ដាលី ឥឡូវនេះខ្ញុំកាន់តែយល់ច្បាស់ហើយ ថាហេតុអ្វីផ្សារនេះសំខាន់ចំពោះអ្នកម្លេះ កម្មវិធីរបស់អ្នកធ្វើបានល្អណាស់ ខ្ញុំញឹមឡើងហាមភ្នែកអស់ហើយ ខ្ញុំក៏អញ្ចឹងដែរ ខ្ញុំក៏អញ្ចឹងដែរ មើលទៅដូចមនុស្សភ្លីភ្លើចឹង ខ្ញុំឃើញម៉ាក់អ្នកចង់ឡើងទៅដែរ តែចុងក្រោយមិនក៏មិនឡើងទៅ ខ្ញុំស្គាល់អ្នកស្រីសុនច្បាស់ណាស់ គាត់ជាមនុស្សគិតយុត្តិធម៌ណាស់ ធ្វើម៉េចនឹងអាចសរសើរខ្ញុំនៅមុខគេអញកើត ចុះអ្នកមានការសោកស្ដាយទេ ក៏មានខ្លះដែរ ប៉ុន្តែខ្ញុំជឿជាក់លើការយល់ចិត្តគ្នារវាងខ្ញុំនិងអ្នកស្រីសុន សុនដាលី កូនស្ដាប់ណា ម៉ាក់សុនឈៀន មានមោទកភាពចំពោះកូនស្រីសុនដាលីណាស់ ឡ ម៉ាក់សុនឈៀនពិតជាសំណាងណាស់ ដែលចិញ្ចឹមបានកូនស្រីល្អបែបនេះ ខ្ញុំសុនដាលីទេដែលសំណាង រាជិនីមីឆា ម៉ាក់គឺជាមោទកភាពរបស់កូន នឹកមិនដល់ថាពួកយើងពីរនាក់ម៉ាក់កូន នៅជាមួយគ្នាយូរប៉ុណ្ណេះហើយ លែងលេះ ខ្ញុំមិនអាចរស់នៅជាមួយឯងបានសូម្បីតែមួយថ្ងៃទៀត លែងក៏លែង ដាលី នេះកូនធ្វើអី ម៉ាក់ ម៉ាក់នាំកូនទៅ ចាប់ពីថ្ងៃនេះទៅកុមារីដាលីប្រើតកូលសុនពេញទីហើយ ត្រកូលល្អណាស់ ខ្ញុំពេញចិត្ត ម៉ាក់នឹងខិតខំរកលុយនៅថ្ងៃអនាគត នាំកុមារីដាលីទៅរស់នៅជីវិតដ៏ល្អ ប៉ុន្តែអ្នកស្រីសុនឈៀន ជីវិតពួកយើងរាល់ថ្ងៃនេះល្អហើយតើ ខ្ញុំចូលចិត្តម្ហូបដែលម៉ាក់ធ្វើបំផុត តែម៉ាក់ជំទាស់មិនឲ្យកូនធ្វើនៅផ្សារ គឺដោយសារម៉ាក់មិនដាច់ចិត្តឲ្យកូនធ្វើការងារនេះ ប៉ុន្តែឥឡូវនេះម៉ាក់យល់ហើយ ដល់ពេលត្រូវលែងដៃហើយ លើលោកនេះ
គ្មានម៉ាក់ណាឈ្នះកូនស្រីទេអ្វីដែលហៅថាការប្រជែងគ្នាវាក៏គ្រាន់តែម៉ាក់មិនទាន់ទម្លាប់តែកូនស្រីរបស់ម៉ាក់ធំដឹងក្តីហើយម៉ាក់កុំយំអីម៉ាក់ស៊ីងស៊ីងលោកតាផាន់មកហើយស៊ីងស៊ីងនឹងហើយហានឹងហើយយាយរបស់ផាន់ស៊ីងស៊ីងស្លាប់20ឆ្នាំហើយដូច្នេះដារបស់គេក៏នៅម្នាក់ឯងរហូតមកគួរឲ្យអាណិតណាស់អ៊ីចឹងខ្ញុំក៏ត្រៀមខ្លួនទៅមើលខ្លួនហើយអាយ៉ាក្មេងនេះមើលទៅឆ្លាតណាស់លោកតាផាន់ត្រូវចេញទៅមើលខ្លួនហើយដូច្នេះទុកស៊ីងស៊ីងនៅម្នាក់ឯងខ្ញុំក៏មិនទុកចិត្តលោកតាផាន់មិនបាច់បារម្ភទេទុកស៊ីងស៊ីងឲ្យខ្ញុំមើលចុះអរគុណណាមិនអីទេហេតាផាន់លើកនេះត្រូវតែជោគជ័យហាមបរាជ័យណាប្រហែលជាពិបាកហើយអ៊ីចឹងខ្ញុំទៅដែរក្រែងលោបានហាអាហេនំប៉ាវនំបញ្ចុកតៅហ៊ូនំចាំងអីយ៉ាហ៊ូជឺញ៉ាំអាហារពេលព្រឹកសិនទេក្តៅមិនញ៉ាំទេរវល់ដល់ល្បាតអាហេត្រឡប់ទៅវិញតាម៉ានំនេះមើលទៅឈ្ងុយណាស់ខ្លាំងណាស់ហ៊ានធ្វើសកម្មភាពនៅមុខខ្ញុំផងឯងសងអញវិញមិនហ៊ានសងទេហេវាយឯងណាខ្ញុំទៅហើយដាលីខ្ញុំចាប់បានចោរតូចម្នាក់ក្មេងប៉ុណ្ណឹងមិនរៀនសូត្រដើរតែលួចរបស់គេពេញផ្សារបានហើយរឿងនេះទុកឲ្យខ្ញុំដោះស្រាយបានក្មេងតូចអាហេឈប់សិនហ៊ូជឺមិនមែនទេឯងកុំទាន់ដេញតាមខ្ញុំប្រាប់ឯងពីស្ថានភាពសិនអំបាញ់មិញក្មេងស្រីនោះឈ្មោះសៀវសៀកជាកូនរបស់លាវជាដែលលក់ទៅហ៊ូស្អុយនៅខាងនោះតាក់ហឹរទេតាក់ដាក់ស្លឹកខ្ទឹមទេដាក់អ្នកផ្សារយើងដឹងគ្រប់គ្នាថាពួកគេពីរអ្នកម៉ាក់កូនរស់នៅពឹងពាក់គ្នាជីវិតរស់នៅពិបាកខ្លាំងណាស់ក្រោយមកពួកអ្នកលក់ម្ដងកាលក៏ឃើញសៀវសៀកលួចរបស់ញ៉ាំតិចតួចប៉ុន្តែគ្រប់គ្នាក៏ធ្វើជាបិទភ្នែកម្ខាងទៅប៉ុន្តែដាលីហាខ្ញុំដឹងថាពួកគេពិបាកទោះពិបាកយ៉ាងណាក៏មិនគួរលួចគេដែរខ្ញុំត្រូវតែទៅនិយាយជាមួយគេឲ្យឈប់សិនក្មេងនេះចរិតរឹងណាស់ឯងនិយាយជាមួយគេឲ្យស្រួលបួលដឹងហើយអាហេវ៉ៃមិនក៏យឺតម្លេះប្អូនស្រីអំបាញ់មិញបងមានការនាងខ្ញុំអនុញ្ញាតឲ្យលោកធ្វើជាគ្រូបង្ហាត់ក្បាច់គុណរបស់ខ្ញុំធ្វើអត់ធ្វើជាគ្រូក៏បានតែហេតុអ្វីនៅក្នុងផ្សារមានក្មេងស្ទាវប៉ុន្មានអ្នកជេរខ្ញុំរាល់ថ្ងៃចុះហេតុអ្វីពួកគេជេរឯងពួកគេថាប៉ាខ្ញុំជាអ្នកបោកប្រាស់គាត់មិនមែនទេប៉ាខ្ញុំគ្រាន់តែទៅធ្វើការនៅបរទេសខ្ញុំចង់រៀនប្រដាល់ដើម្បីវាយឲ្យពួកគេរៀងបង្រៀនឯងក៏បានដែរប៉ុន្តែសិស្សរបស់ខ្ញុំមិនអាចជាចោលទេខ្ញុំមិនបានលួចទេខ្ញុំខ្ចីទេតើមើលណែបានខ្ញុំបង្រៀនឯងឲ្យចេះវាយតោះឈរឲ្យត្រង់ច្រត់ចង្កេះដកដង្ហើមឲ្យវែងម៉ាត់ទៅមានកម្លាំងនំប៉ាវនំចាំងពងទាកូននំប៉ាវនំចាំងពងទាកូនឬបន្តិចនំប៉ាវនំចាំងពងទាកូនស្រែកឲ្យខ្លាំងនំប៉ាវនំចាំងពងទាកូននំប៉ាវនំចាំងពងទាកូនឈរឲ្យត្រង់បន្ទាប់មកហាត់ជើងភ្ញៀវលើកដៃរកក្រដាសជូតមាត់រត់ឲ្យលឿនទៅលឿនបន្តិចឲ្យលឿនជាងនេះទៀត
រត់3ជុំទៀតផ្លាស់ប្ដូរក្រដាសឲ្យគ្រប់តូបឆាប់ទៅលោកឯងបោកខ្ញុំចង់រៀនប្រដាល់មិនមែនរឿងទាំងនេះទេអ្នករៀនក្បាច់គុណត្រូវចេះអត់ធ្មត់បើមិនអញ្ចឹងមានតែបង្ករឿងទេខ្ញុំមិនខ្វល់ខ្ញុំចង់រៀនក្បាច់គុណពិតប្រាកដហ่ะរត់ជុំវិញផ្សារ3ជុំហើយដាក់ក្រដាសឲ្យគ្រប់តូបឲ្យពេញធ្វើចប់ទាំងអស់នេះខ្ញុំនឹងបង្រៀនក្បាច់ទី1ឥឡូវបង្រៀនបានហើយឬនៅតាមពិតអ្នកលក់ទាំងអស់សុទ្ធតែជាមនុស្សល្អឯងទោះបីជាខ្ចីរបស់គេតែខ្ញុំគិតថាឯងគួរតែសុំទោសពួកគាត់ឲ្យបានត្រឹមត្រូវលោកជាគ្រូខ្ញុំមិននៅខាងខ្ញុំទេហេខ្ញុំនៅខាងភាពត្រឹមត្រូវហើយខ្ញុំក៏នៅខាងឯងដែរលោកគ្រូបានហើយកុំយំអីចាប់ពីថ្ងៃនេះទៅខ្ញុំនឹងបង្រៀនឯងប៉ុន្តែខ្ញុំមានច្បាប់3ទី1មិនត្រូវអាំងខ្លាំងគៀបសង្កត់អ្នកខ្សោយទី2មិនធ្វើបាបមនុស្សជាទីស្រឡាញ់ទី3មិនប្រយុទ្ធដើម្បីរឿងមិនត្រឹមត្រូវចេញម៉ាត់ឈានជើងធ្វើឲ្យបានសញ្ញាណាឈរឲ្យត្រង់ទី1ជើងត្រូវរឹងចង្កេះត្រូវត្រង់កុំកាច់គូតដាក់ទៅភ្នែកសម្លឹងទៅមុខមើលណែទី2ចេញម៉ាត់ឲ្យលឿនកុំនៅស្ងៀមចេញម៉ាត់មួយទៀតចូលមកវាយខ្ញុំហាក្មេងតូចប្រតិកម្មបានល្អតែល្បឿននៅខ្សោយណាស់អូហូក្មេងគ្មានប៉ាម្នាក់នេះនៅមកធ្វើរកហាត់ប្រដាល់ស្អីនៅទីនេះគឺគ្រាន់តែជាកូនអ្នកបោកប្រាស់ចោលម៉េចចង់វាយយើងហេចូលមកគ្រូខ្ញុំប្រាប់ថាមិនត្រូវវាយអ្នកខ្សោយទេថ្ងៃក្រោយហាមជេរខ្ញុំទៀតមិនអន់ទេចេះទុកចិត្តមានដងឆាប់ខ្លាយជាជើងឯកហើយហ៊ូជឿឯងល្អដាក់កូនស្រីបងខ្លាំងម្លេះបងមានតែទៅហ៊ូស្អុយដ៏ឆ្ងាញ់នេះដើម្បីតបស្នងឯងហើយសៀកចេះស្ដាប់បង្គាប់ធ្វើជាគ្រូគេខ្ញុំសប្បាយចិត្តណាស់សប្បាយចិត្តក៏ញ៉ាំទៅហ៊ូស្អុយនេះទៅសៀវសៀកទុកឲ្យគ្រូសម្រាប់បន្តិចសិននេះជាតៅហ៊ូស្អុយដែលខ្ញុំញ៉ាំតាំងពីតូចណាឆ្ងាញ់ខ្លាំងណាស់បើលោកមិនញ៉ាំតាមចិត្តចុះបានអ៊ីចឹងគ្រូសាកមួយម៉ាត់ចុះឆ្ងាញ់ណាស់ខ្ញុំថាហើយថាលោកនឹងចូលចិត្តដាក់ឲ្យគ្រូខ្ញុំមួយចានទៀតនឹងហើយសៀវសៀកកូនចង់ញ៉ាំអីអ្វីដែលម៉ាក់ធ្វើកូនចូលចិត្តទាំងអស់ថៅកែស្រីពេលណាមានលុយសងជំពាក់លុយត្រូវតែសងជារឿងត្រឹមត្រូវបើមិនសងទេរុះរើតូបចោលឥឡូវហើយហាមធ្វើបាបម៉ាក់ខ្ញុំបើមិនអញ្ចឹងខ្ញុំមិនទុកមុខឲ្យទេសៀវសៀកក្មេងប៉ុនក្តៅរោមមិនទាន់ដុះផងហ៊ានមកចង់ត្រួតអញអេខ្ញុំមិនមែនគ្មានគ្រូល្អបង្រៀនទេខ្ញុំការពារម៉ាក់បានកុំគិតថាអញជួយមនុស្សល្អប្តីវាជាអ្នកបោកប្រាស់ជំពាក់លុយពួកយើងច្រើនណាស់ឥឡូវរត់បាត់ហើយពួកយើងលែងលះគ្នាហើយបំណុលគាត់មិនពាក់ព័ន្ធនឹងពួកយើងទេគឺទេ
គាត់ថាគាត់មិនពាក់ព័ន្ធទេបើពួកឯងហ៊ានមករករឿងទៀតមកម្ដងវាយម្ដងតោះទៅរឿងនេះមិនចប់ទេសៀវស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 េប៉ាពិតជាអ្នកបោកប្រាស់មែនអេម៉ាក់ក៏លែងលះគ្នាមែនតែនហើយមែនទេសុំទោសសៀវសេម៉ាក់ក៏ហៅកូនរហូតមកម៉ាក់ដឹងថាកូនពិបាកចិត្តម៉ាក់ពិតជាអាក្រក់ណាស់ខ្ញុំក៏ជាក្មេងអាក្រក់ដែរកំហុសមនុស្សចាស់មិនពាក់ព័ន្ធនឹងកូនទេកូនមិនមែនជាក្មេងអាក្រក់ទេសៀវសេច្បាប់របស់អ្នករៀនក្បាច់គុណមានអ្វីខ្លះទី1មិនអាងខ្លាំងគៀបសង្កត់អ្នកខ្សោយទី2មិនធ្វើបាបមនុស្សជាទីស្រឡាញ់ទី3មិនប្រយុទ្ធដើម្បីរឿងមិនត្រឹមត្រូវអីចឹងគ្រូថ្ងៃនេះនឹងបង្រៀនក្បាច់ចុងក្រោយហើយក៏សំខាន់បំផុតដែរមិនជាប់ជំពាក់នឹងអតីតកាលមិនភ័យខ្លាចថ្ងៃអនាគតកណ្ដាប់ដៃតាមចិត្តបញ្ជាឆ្ពោះទៅមុខជានិច្ចមិនជាប់ជំពាក់នឹងអតីតកាលមិនភ័យខ្លាចថ្ងៃអនាគតកណ្ដាប់ដៃតាមចិត្តបញ្ជាឆ្ពោះទៅមុខជានិច្ចឡសៀវសៀកសុំទោសពីមុនខ្ញុំមិនគួរជេរឯងទេលោកគ្រូហឺបានហើយអ្នកហាត់ក្បាច់គុណមិនត្រូវយំញែញ៉ៃទេគឺទេដាលីអ្វីទៅជាតារានិកអ្វីទៅជាមឹកសេដាលីឆាប់ទៅហាមអាលីផងនាងចិត្តឈួតហើយសៀវស៊ីងឯងជាតារានិក Virgo ចូលចិត្តលំអិតតើឯងមានសំណួរស្នេហាអ្វីចង់សួរខ្ញុំទេហ៊ូជឿឯងជាប្រភេទ S ខ្លាតូចដែលពោពេញដោយធម៌ពលនិងភាពរីករាយចាំខ្ញុំគិតមើលសិនឯងអាចរាប់អានមិត្តដែលមានចរិតបែបណាបានS អាលី S ស្ដាប់មិនយល់ទេមិនមែនទេអាលីឯងលើកលែងឲ្យពួកយើងទៅអាយ៉ានេះហៅថាការវិភាគចរិតលក្ខណៈគួរឲ្យចាប់អារម្មណ៍ណាស់ចាំម៉ែធ្មប់ទាឲ្យពួកឯងស្ដាប់ S តាមពិតជាបុគ្គលិកលក្ខណៈដែលគួរឲ្យចាប់អារម្មណ៍ណាស់ព្រោះវាខុសពីតារានិក Virgo ព្រោះ Virgo គឺហេមិនក៏ពួកឯងរត់អស់ចឹងពួកឯងត្រូវជួយខ្ញុំបើមិនអញ្ចឹងធ្វើម៉េចទើបខ្ញុំខ្លាចជាអ្នកជំនាញវិភាគបានគេមកជួយឯងមែនហើយអូដាលីឯងរំពឹងចង់ចាប់ផ្ដើមស្នេហាទេយោងតាមការវិភាគចរិតឯងនឹងវាងជាសំគ្នាណាស់ហេបើឯងចេះតែគេចវីបែបនេះឯងជាប្រភេទខ្លាចក្នុងការមានទំនាក់ទំនងគឺ avoidant attachment មែនទេហាមិនអីទេឯងកំដរខ្ញុំហាត់ទៅនឹងហើយឯងទៅដាក់តូបទៅនិយាយផ្ទាល់មាត់តែម្ដងស្អីតូបពីគ្រូយោបល់ស្នេហាអាលីបើកដំណើរការថ្ងៃស្អែកឯងខំប្រឹងយូរម្លេះទើបទទួលបានការផ្ដល់ជូនពីបារាំងនេះជាជំរឿនរបស់ខ្ញុំចាំបាច់អីត្រូវពន្យល់ឯងខ្ញុំដឹងថាឯងដើម្បីការពារតូបលក់នំប៉ោងតើអាចទេថាដើម្បីការពារឯងតូបនំប៉ោងយ៉ាងម៉េចនោះក៏ជាញើសឈាមខ្ញុំដែរប៉ុន្តែគេក៏ដឹងថាបំណងប្រាថ្នារបស់ឯងជាអ្វីដែរឯងបិទមាត់សិនទៅអូដូចជាមនុស្សដែលខ្ញុំស្គាល់ណាស់សួស្ដីតូបនំប៉ោងនិងការផ្ដល់ជូនពីបារាំងគ្មានការបែងចែកថោកថ្លៃទេគេបានជឿរើសហើយត្រូវការគាំទ្រពីឯងណាបើគេសម្រេចចិត្តពិតមែនគេច្បាស់ជាគាំទ្រគាត់ហើយការជ្រើសរើសជារឿងរបស់មនុស្សពីរនាក់ឯងយកសិទ្ធអីមកជ្រើសរើសជំនួសគេបើនៅជាមួយគ្នាយូរហើយតែជាមិនដឹងពីទឹកចិត្តគេទៀតនោះពិតជាគូស្នេហ៍ដែលមិនបានការមែនបើថានៅជាមួយគ្នាយូរហ៊ាននិយាយថាស្គាល់ចិត្តគេច្បាស់នោះទើបជាគូស្នេហ៍ដែលអំនួតបំផុតចុះបើគាត់មិនបានទៅបារាំងគាត់ច្បាស់ជាបន្ទោសគេនៅពេលដែលគាត់ស្ដាយក្រោយចុះបើគាត់ទៅបារាំងពេលស្ដាយក្រោយតើគាត់មិនបន្ទោសគេទេហេអត់ទេព្រោះនោះជាជំរឿនរបស់ខ្ញុំខ្លួនឯងការជ្រើសរើសជារឿងរបស់មនុស្សពីរនាក់តើឯងអាចជ្រើសរើសជំនួសអ្នកអតីបានទេក៏ប្រសើរជាងក្បត់ក្តីស្រមៃរបស់ខ្លួនឯងយកសិទ្ធអីមកកំណត់ក្តីស្រមៃអ្នកអតីនេះនៅពាក់ព័ន្ធនឹងពួកយើងទៀតទេដាលីខ្ញុំគោរពក្តីស្រមៃរបស់អ្នក
ខ្ញុំគ្រាន់តែចង់រួមចំណែកក្នុងក្តីស្រមៃរបស់អ្នកប៉ុន្តែវិធីរបស់អ្នកអាត្មានិយមពេកហើយប្រហែលជាកាលពីមុនខ្ញុំបែបហ្នឹងតែឥឡូវមិនមែនទេពួកឯងឈប់ឆ្លោះគ្នាទៅខ្ញុំមិនចង់ឆ្លោះជាមួយគាត់ទេដាលីសុំទោសណារំខានការរកស៊ីអញហើយមិនអីទេមិនរំខានទេប៉ុន្តែឯងខ្ញុំក៏មិនដឹងថាហេតុអ្វីដែរគឺខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានឆ្លោះគ្នាជាមួយវាងជាដល់ថ្នាក់ហ្នឹងនៅឆ្លោះគ្នាបានបញ្ជាក់ថាចំណងក្នុងចិត្តពួកឯងមិនទាន់ស្រាយទេស៊ីងដាលីតែឥឡូវនេះឯងអាចប្រាប់ខ្ញុំបានទេថាកាលពីមុនឯងនឹងវាងជាមានរឿងអ្វីកើតឡើងឲ្យប្រាកដជាខ្ញុំសម្រេចចិត្តមិនទៅបរទេសទេសុខភាពម៉ាក់ខ្ញុំមិនល្អតូបនៅផ្ទះក៏ត្រូវការមនុស្សមើលដែរដាលីឱកាសនេះកម្រណាស់ណាម្យ៉ាងទៀតនៅខាងក្រៅទៅមានពិភពលោកធំទូលាយខ្ញុំខំប្រឹងដាក់ពាក្យយកគម្រោងពីពួកយើងអាចនៅបរទេសជាមួយគ្នា2ឆ្នាំឯងនៅតែអាចទៅបានតើផ្សារគឺជាកន្លែងដែលផ្ដល់កំណើតនិងចិញ្ចឹមខ្ញុំគឺជាផ្ទះរបស់ខ្ញុំផ្សារកញ្ចាស់នេះមានអនាគតអីតើអូនសុខចិត្តកប់ខ្លួនឯងនៅទីនេះមួយជីវិតហេផ្សារកញ្ចាស់មិនមែនទេបងមិនមែនមានន័យចឹងទេចុះបងមានន័យថាម៉េចវាងជាសុនដាលីនៅចំពោះមុខបងនេះគឺត្រូវបានចិញ្ចឹមដោយផ្សារកញ្ចាស់ដែលបងមើលងាយនេះឯងបងយល់ជាដំបូងបងក៏អរគុណផ្សារនិងអ្នកមីងដែរតែចិញ្ចឹមអូនបានល្អយ៉ាងនេះប៉ុន្តែមនុស្សតែងតែត្រូវដើរទៅមុខមែនទេអូនមិនអាចកប់ខ្លួនឯងនៅទីនេះមួយជីវិតបានទេនេះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំអូនជាសង្សារបងនេះជារឿងរបស់ពួកយើងវាងជាបងតែងតែគិតតែចិត្តឯងបែបនេះបានបើអូនមិនទៅបងក៏មិនទៅដែរហេតុអ្វីបងមិនទៅឱកាសលើកនេះកម្រណាស់បងកុំផ្លាស់ប្ដូរដោយសារខ្ញុំអូនអាចមិនទៅដោយសារផ្សារហេតុអ្វីបងមិនអាចមិនទៅដោយសារអូនពួកយើងបែកគ្នាហើយរហូតដល់ឥឡូវគាត់នៅតែគិតថាផ្សារជាកន្លែងដែលគ្មានតម្លៃគាត់នៅតែអាត្មានិយមបែបនេះថាធ្វើដើម្បីខ្ញុំបើកន្លែងដែលខ្ញុំឲ្យតម្លៃបំផុតគាត់មើលមិនឃើញផងតើគាត់យកអ្វីមកគិតថាធ្វើល្អចំពោះខ្ញុំទៅដាលីមិនស្រួលហើយសារត្រូវគេប្តឹងហើយថាមានបញ្ហាសុវត្ថិភាពចំណីអាហារធ្ងន់ធ្ងរសងលុយស្ដាប់ខ្ញុំសិនគ្រឿងផ្សំរបស់ពួកយើងទិញថ្មីរាល់ថ្ងៃហើយត្រួតពិនិត្យសុវត្ថិភាពរាល់ថ្ងៃដែររឿងនេះប្រហែលជាមានការយល់ច្រឡំអីហើយត្រូវហើយមែនហើយអ្នកនាងចង់ថាពួកយើងនេះសុទ្ធតែមកបោកប្រាស់មែនទេត្រូវហើយពួកអ្នករកស៊ីចិត្តខ្មៅទាំងនេះដើម្បីតែលុយបន្ថយគុណភាពមិនខ្វល់ពីអនាម័យឆាប់សងថ្លៃព្យាបាលពួកយើងមកហាអត់ទេពួកអ្នកចិត្តត្រជាក់សិនពួកយើងនឹងស៊ើបអង្កេតការពិតនៃរឿងនេះបើសិនជាការទទួលខុសត្រូវរបស់យើងពួកយើងដាច់ខាតមិនគេចវិសទេការពិតស្អីទៀតម្សិលមិញខ្ញុំទៅតែញ៉ាំអីនៅផ្សារនេះព្រឹកនេះខ្ញុំក្អួតផងរៀបផងដើរស្ទើរតែមិនរួចសងលុយលឿនឡើងប៉ុន្តែមិនប្រកាសថាជាបញ្ហារបស់ពួកយើងទេឯងនិយាយបែបនេះមានន័យថាម៉េចឯងចង់មិនទទួលខុសត្រូវឯងឲ្យច្បាស់ណាកុំរត់ឲ្យសោះសូមអ្នកទាំងអស់គ្នាកុំឆ្លោះគ្នាខ្ញុំគឺវាងជាមកពីក្រុមហ៊ុន The Sun Station ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងមានបញ្ហាអ្វីអាចប្រាប់ពួកយើងបានខ្ញុំស្គាល់ក្រុមហ៊ុនពួកឯងក្រុមហ៊ុនធំរូបភាពល្អហេតុអ្វីក៏ពាក់ព័ន្ធនឹងផ្សារធានស៊ីនកន្លែងបែបនេះទៅវិញបើយ៉ាងនេះពួកយើងក៏ប្រឆាំងនឹងក្រុមហ៊ុន The Sun ដែរត្រូវហើយហាជាដល់ពេលនេះហើយឯងគួរតែប្រញាប់ផ្ដាច់ទំនាក់ទំនងជាមួយផ្សារធានស៊ីនបើមិនអញ្ចឹងប៉ះពាល់ដល់ក្រុមហ៊ុនយើងទាំងមូលហើយប្រឆាំងផ្សារធានស៊ីនប្រឆាំងក្រុមហ៊ុន The Sun ផ្សារធានស៊ីនទាំងអស់គ្នាត្រូវបានលុបបំបាត់ចោលយូរហើយក្រុមហ៊ុន The Sun របស់យើងដោយសារទំនួលខុសត្រូវសង្គមបានទុកពេល3ខែឲ្យពួកគេនឹកស្មានមិនដល់តែជាបណ្ដោយឲ្យពួកគេបង្កបញ្ហាសុខភាពដ៏ធំបែបនេះពួកយើងនឹងប្រើប្រាស់ផ្លូវច្បាប់ស្វែងរកអ្នកទទួលខុសត្រូវបិទផ្សារធានស៊ីនជាស្ថាពរត្រូវតែបិទចោលអ្នកនិយាយមិនសមហេតុផលអត់ឲ្យប្អូនប្រុសខ្ញុំប្រាប់អ្នកដោយផ្ទាល់ចុះក្នុងនាមជាតំណាងក្រុមហ៊ុនខ្ញុំនៅទីនេះសូមប្រកាសការសម្រេចចិត្តរបស់ក្រុមហ៊ុនខ្ញុំតំណាងឲ្យក្រុមហ៊ុនប្រកាសការសម្រេចចិត្តរបស់ក្រុមហ៊ុនផ្សារធានស៊ីននឹងមិនបិទទ្វារទេល្អណាស់ហេតុអ្វី
ដោយសារអ្នកអាចញ៉ាំខូចកាពះបានពីមុនខ្ញុំក៏ដូចអ្នកទាំងអស់គ្នាដែរផ្សារនេះចាស់ហើយគ្មានតម្លៃក្នុងការកែម្អទេប៉ុន្តែគឺមនុស្សម្នាក់នៅក្នុងផ្សារនេះបានកែប្រែខ្ញុំគាត់ធ្វើឲ្យខ្ញុំដឹងថានៅក្នុងផ្សារមានការចងចាំជាច្រើនដែលគួរឲ្យថែរក្សានិងមនោសញ្ចេតនានិងញើសឈាមនិងក្តីស្រមៃជាច្រើនទៀតជំនួយនិងមនោសញ្ចេតនាពិតមិនមែនមិនអាចនៅជាមួយគ្នាបានទេហើយភាពពិតនេះហើយគឺជាអ្វីដែលផ្សារដ៏ល្អឥតខ្ចោះមួយត្រូវតែមានដូច្នេះខ្ញុំជឿថាផ្សារបែបនេះតិចខាតមិនមានបញ្ហាសុវត្ថិភាពចំណីអាហារទេក្រុមហ៊ុន The Sung របស់យើងនឹងស៊ើបអង្កេតជូនអ្នកទាំងអស់គ្នាស្វែងរកការពិតជូនឡបើក្រុមហ៊ុន The Sung និយាយបែបនេះហើយពួកយើងទុកពេលឲ្យពួកអ្នករកស៊ីចិត្តខ្មៅទាំងនេះមួយសប្តាហ៍បើក្នុងរយៈពេលមួយសប្តាហ៍ក្រុមហ៊ុន The Sung រកមិនឃើញការពិតទេអញ្ចឹងជួបគ្នានៅតុលាការចុះដល់ពេលនោះនឹងឲ្យពួកអ្នករកស៊ីចិត្តខ្មៅទាំងនេះសងដល់អស់ខ្លួនតែម្ដងឆាប់ចេញទៅតោះយើងទៅឆាប់ចេញទៅវាងជាអរគុណអ្នកនេះជារឿងដែលខ្ញុំគួរធ្វើវាងឆឹងបងមានគំនុំអីជាមួយផ្សារយើងពាក្យសម្ដីបងអំបញ្ញមិញមានន័យថាម៉េចខ្ញុំគ្មានគំនុំអីជាមួយផ្សារពួកឯងទេតែខ្ញុំដឹងថាប្អូនប្រុសខ្ញុំលះបង់ប៉ុណ្ណាឯងដឹងថាគេរងសម្ពាធខ្លាំងប៉ុណ្ណាទេដើម្បីជួយពួកឯងឥឡូវពួកឯងបង្កកំហុសធំបែបនេះឲ្យប្អូនខ្ញុំធ្វើយ៉ាងម៉េចឲ្យក្រុមហ៊ុនធ្វើយ៉ាងម៉េចបងប្រុសស្ថានភាពបន្ទាន់ពួកយើងត្រូវរួបរวมគ្នាដោះស្រាយបញ្ហាជាឯងជាជាក់ពិតមែនអេមានពេលតែមួយសប្តាហ៍ទេណាអាយ៉ាធ្វើម៉េចទៅប្រពន្ធខ្ញុំកំពុងដេកពេទ្យនៅឡើយខ្ញុំគ្មានលុយសងគេទេមែនហើយទ្រព្យសម្បត្តិដែលខំសន្សំមួយជីវិតមិនអាចឲ្យបាត់បង់ត្រឹមមួយយប់បានទេពូម៉ាពូចាងពួកពូផ្ដល់ឱកាសឲ្យផ្សារម្ដងទៀតទៅខ្ញុំនឹងស៊ើបអង្កេតឲ្យច្បាស់សូមជឿជាក់លើខ្ញុំម្ដងទៀតទៅដាលីនេះមិនមែនជារឿងជឿមិនជឿទេខ្ញុំមានវិធីនេះជាលិខិតផ្ដាច់កុងត្រារបស់ផ្សារឥឡូវអ្នកទាំងអស់គ្នាចុះហត្ថលេខាចាក់ចេញពីផ្សារទៅសំណង3ដងខ្ញុំជាអ្នកចេញដើម្បីកាត់បន្ថយការខាតបង់ស្អីលោកឲ្យពួកគេចាក់ចេញពីផ្សារហ៎ពូនីវពូចាងពូម៉ាខ្ញុំសូមឲ្យពួកពូជឿជាក់លើខ្ញុំម្ដងទៀតផ្ដល់ឱកាសឲ្យផ្សារម្ដងទៀតទៅដាលីពូចាងជឿជាក់ឯងប៉ុន្តែមីងឯងកំពុងដេកពេទ្យពូមិនអាចប្រថុយនឹងហានិភ័យនេះបានទេរឿងនេះច្បាស់ណាស់ថាមានគេលេងល្បិចពីក្រោយខ្នងពួកយើងមិនអាចចោះចាញ់បែបនេះទេផ្សារគឺជាផ្ទះរបស់ពួកយើងសូមពួកពូផ្ដល់ពេលវេលាឲ្យខ្ញុំបន្តិចទៀតផ្ដល់ពេលវេលាឲ្យផ្សារបន្តិចទៀតបានទេដាលីពួកពូយល់ពីអារម្មណ៍ឯងសម្រាប់ចិត្តឲ្យចាំចុះហត្ថលេខាចុះហត្ថលេខាទៅពូចាងពូម៉ាផ្សារគឺជាផ្ទះរបស់ពួកយើងណាតោះទៅ3អ្នកដំបូងនឹងទទួលបានលុយឆាប់តោះពូចាងពូម៉ាពូធ្លាប់និយាយថាផ្សារនេះជាផ្ទះរបស់ពួកយើងពួកពូពិចារណាម្ដងទៀតទៅមិនអាចលក់វាចោលបានទេបើលក់កន្លែងនេះតើយើងនឹងទៅជាយ៉ាងណានៅថ្ងៃមុខពួកយើងក៏មិនចង់ដែរនេះវាពិតជាគ្មានផ្លូវផ្សេងទៀតទេដាលីមិនមែនពូមិនទុកចិត្តឯងទេអារម្មណ៍របស់ឯងពួកយើងយល់ប៉ុន្តែមីងរបស់ឯងកំពុងសម្រាកនៅមន្ទីរពេទ្យត្រូវចំណាយលុយរាល់ថ្ងៃពួកយើងពិតជាគ្មានជំរើសទេឯងកុំរុះរើអីណារឿងនេះសម្រេចតាមនឹងចុះកុំលួងខ្ញុំអីខ្ញុំក៏គ្មានផ្លូវដែរប៉ុន្តែ Century គឺជាផ្ទះរបស់យើងមិនអីទេមិនមែននៅមានពួកយើងទេតាខ្ញុំត្រូវតែស៊ើបអង្កេតរកការពិតឲ្យឃើញនៅសល់តែរដូវស្លឹកឈើជ្រុះមួយប៉ុណ្ណោះពួកយើងទៅឆែកកំណត់ត្រាទិញចូលរបស់តូបជាមុនសិនរួចសឹមទៅឆែកកាមេរ៉ាសុវត្ថិភាពនឹងហើយត្រឹមត្រូវ
អីចឹងធ្វើតាមនឹងចុះធ្វើវាឲ្យចប់ចុងចប់ដើមទៅហឹមឃ្លាំងគ្រឿងផ្សំខ្ញុំបានឆែកមើលអស់ហើយមានបញ្ហាទេការដឹកជញ្ជូនក៏ឆែកហើយដែរបញ្ហាទេអនាម័យនៅតូបក៏បានពិនិត្យដែរគ្មានបញ្ហាទេអាហារក៏បានត្រួតពិនិត្យអស់ហើយគ្មានបញ្ហាទេចុះស៊ីងអ៊ឺឆេងហ្គើទៅណាហើយមែនហើយស៊ីងអ៊ឺទៅណាអ៊ីស៊ីងយាយឆេងគេមិនលើកទូរស័ព្ទទេកុំប្រាប់ថាវង្វេងផ្លូវទៀតណាតោះពួកយើងឆាប់ទៅរកគេទៅតោះសួស្ដីតើអ្នកមានឃើញក្មេងប្រុសម្នាក់ទេអត់ឃើញទេសួស្ដីមានឃើញក្មេងប្រុសក្នុងរូបថតនេះទេអត់ទេអរគុណមានឃើញក្មេងប្រុសសក់ពណ៌ខៀវទេនឹងហើយកម្ពស់ប្រហែលប៉ុណ្ណេះអត់ឃើញទេរកសពកន្លែងអស់ហើយតើស៊ីងអ៊ឺទៅណាទៅលោកគ្រូស៊ីងអ៊ឺលោកគ្រូហេតុអ្វីលោកមកទីនេះនិមិត្តហេតុបង្ហាញថាពួកឯងកំពុងជួបបញ្ហាដែលពិបាកដោះស្រាយស៊ីងអ៊ឺក៏កំពុងហៅរកខ្ញុំដែរទើបខ្ញុំមកជួយកុំបារម្ភធ្វើឲ្យអ្នកទាំងអស់គ្នាបារម្ភហើយប៉ុន្តែពួកយើងបានរកឃើញតម្រុយដ៏សំខាន់មួយអាហាកំពុងនឹងយល់ថាដូចម្ដេចដែរអំបញ្ញមិញគ្រូបានគុនគូមើលដឹងថាឯងនៅទីនេះស៊ីងអ៊ឺតើឯងបានកំពុងនេះមកពីណារបស់នេះទុកយូរហើយវាខ្វក់ខូចគុណភាពហើយប៉ុន្តែមាត់កំប៉ុងបែរជាទើបតែត្រូវបានបើកថ្មីនេះលោកគ្រូចង់មានន័យថាមានគេចេតនាប្រើប្រាស់គ្រឿងទេសដែលខូចនេះដើម្បីបង្កើតបញ្ហាចុះយើងអាចរកឃាតករអ្នកធ្វើឃើញដោយរបៀបណានិមិត្តហេតុបានបង្ហាញទៀតថាខ្លុំមើលអ្នកចេញចូលពួកយើងទៅការិយាល័យច្បាប់តោះរឿងគ្រឿងទេសផុតកំណត់គឺខ្ញុំជាអ្នកធ្វើពូចាងផែអ្វីពូលបសិតយ៉ាងនេះពូគឺជាស្ថាបនិកជើងចាស់មួយរូបនៅទីនេះពូធ្វើបែបនេះនឹងបំផ្លាញទំនុកចិត្តមនុស្សប៉ុន្មានអ្នកចំពោះពូបំផ្លាញញើសឈាមរបស់មនុស្សប៉ុន្មានអ្នកហេតុអ្វីបានជាពូធ្វើបែបនេះដាលីពូឯងបានឃើញហើយប្រពន្ធរបស់ពូមានជំងឺមហារីកខ្លាំងដំណាក់កាលចុងក្រោយរាល់ថ្ងៃត្រូវការលុយរាប់ពាន់ពូពិតជាគ្មានលទ្ធភាពទេពូធ្វើដើម្បីលុយហេតើនរណាជាអ្នកទិញទឹកចិត្តពូនិយាយទៅក៏គ្មានន័យដែរពួកឯងប្តឹងប៉ូលីសចាប់ពូទៅចុះគ្រាន់តែដាលីមីងរបស់ឯងត្រូវការឯងមើលថែលុយពូបានដាក់ចូលក្នុងកន្នីពេទ្យហើយគួរតែគ្រប់គ្រាន់ហើយដាលីឥឡូវនិយាយអ្វីក៏ហួសពេលដែរអាឡូប៉ូលីសជាទីគោរពខ្ញុំសុំប្រកល់ខ្លួនចាំងSanctuary គឺជាផ្ទះរបស់ពួកយើងទាំងអស់គ្នាដាលីកុំខ្លាចអីរឿងរ៉ាវបានកន្លងផុតទៅហើយដោះស្រាយចប់អស់ហើយមែនទេប៉ុន្តែនិមិត្តហេតុបង្ហាញថារឿងរ៉ាវនៅមិនទាន់ចប់ទេវាដូចជាល្បិចបញ្ឆោតខ្លាចេញពីព្រៃវ៉ាងឆឹងវងឆេងសំឡេងមិនច្បាស់អាចជាពាក្យសូត្រធម៌ឬឃ្លាបុរាណឯងឈួតហើយហេអា Sanctuary ដ៏កំសត់នេះគួរតែដួលរំយូរហើយខ្ញុំជួយរុះរើវាឲ្យឯងគួរតែនិយាយអរគុណខ្ញុំវាសនារបស់ Sanctuary កាន់តែល្អប្រសើរហើយឯងចាំបាច់ចង់បំផ្លាញវាព្រោះខ្ញុំបានរស់នៅក្នុងស្រមោលរបស់ឯងជាង10ឆ្នាំហើយអាងអីឯងជាមនុស្សអស្ចារ្យដែលគេចាប់អារម្មណ៍ចំណែកខ្ញុំគ្រាន់តែជាមនុស្សអត់ប្រយោជន៍ដែលគ្មានអ្នកខ្វល់ Sanctuary នេះគួរតែរុះរើចោលយូរហើយទុកឲ្យខ្ញុំជួយរំដោះឯងចុះវាយពួកវាទៅឯងលែងខ្ញុំលែងឈប់ភ្លាមវ៉ាងឆឹងល្បិចចខ្វក់របស់ឯងនឹងមិនបានសម្រេចទេគ្រាន់តែឯងម្នាក់នរណាថាមានតែគាត់ម្នាក់នៅមានពួកយើង
ខ្ញុំកុងសុនលីកងសុនឡៃខ្ញុំភ័យឈិនហ៊ូភីខេងហ៊ូខ្ញុំអ៊ីស៊ីងយាយឆេងខ្ញុំលីនស៊ីខ្ញុំយ៉ាងយីហានយ៉ាងយីហ៊ួនពួកយើងនៅទីនេះចិត្តមនុស្សឈ្មោះទៅណាពេលនេះនឹងបង្ហាញឲ្យឃើញមិនមែនមានតែពួកយើងទេណាប្រមូលផ្ដុំត្រៀមវាជាក្រុមការពារ Century របស់យើង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 ឯងចុះហត់ភ្លេខាទៅនេះគឺសម្ដែងឲ្យខ្ញុំមើលមែនទេក្តារអុកបានរៀបចំរួចហើយរងចាំតែឯងដើរចូលក្រឡាក្តារអុកនេះដោយខ្លួនឯងប៉ុណ្ណោះខ្ញុំយកមិនបានទេកុំសង្ឃឹមថានឹងបានវារស់រើវាទៅវាងឆឹងឆឹងប៉ាឯងធ្វើស្អីហ្នឹងឯងមើលរូបរាងឯងពេលនេះមើលនេះតើវាដើម្បីអ្វីខ្ញុំមានរូបរាងបែបនេះមិនមែនមកពីប៉ាបង្ខំទេអីហេតុអ្វីគេធ្វើអ្វីក៏ត្រូវទាំងអស់ចុះខ្ញុំធ្វើអ្វីក៏ខុសទាំងអស់ដែរបញ្ជាក់ពីខ្លួនឯងហេឯងបញ្ជាក់ពីខ្លួនឯងដោយការកាត់ផ្ដាច់ផ្លូវរស់របស់អ្នកអតីតបែបនេះហេអាចធ្វើបាបមនុស្សស្លូតត្រង់បែបនេះហេនេះមិនមែនជាសមត្ថភាពទេនេះគឺជាភាពល្ងងខ្លៅគឺជាឧក្រិដ្ឋកម្មដឹងទេអ្នកទាំងអស់គ្នានាំខ្លួនវាត្រឡប់ទៅវិញពួកយើងទៅមុនហើយណាសល់ប៉ុន្មានទុកឲ្យពួកគេចុះចាសាជាយ៉ាមួយរយៈនេះឯងធ្វើបានល្អណាស់ការពាររបស់ដែលគូការពារបានចាប់ពីថ្ងៃនេះទៅ Century នេះសិទ្ធិគ្រប់គ្រងប្រគល់ឲ្យអញហើយបាទខ្ញុំនឹងធ្វើឲ្យ Century កាន់តែល្អប្រសើរឡើងហឹមអ្វីគ្រប់យ៉ាងទីបំផុតបានបញ្ចប់ហើយការពារបានហើយការពារបានហើយការពារបានហើយវ៉ាវអាខ្លាឆេយហ៊ីសេអញរៀបចំរួចរាល់ហើយរួចរាល់ហើយក្រែមម្សៅផាត់មុខម្សៅហុយស្ព្រីបាញ់មុខម៉ាស្ការ៉ាអាវុធរបស់ដាលីទាំងអស់រៀបចំរួចរាល់ហើយនឹកមិនដល់ថាអាខ្លាខ្លាយពីបរិះរឹងកំព្រៃជាមិត្តល្អរបស់នារីសោះមួយប៉បរិចភ្នែកសោះពួកយើងបានរស់នៅទីនេះ3ខែហើយនឹងហើយដាលីកាលនឹងពួកយើងទាំង3ស្រាប់តែប្រាវលេចចេញមកនៅទីនេះធ្វើឲ្យអញភ័យសន្លប់ឈឹងនិយាយទៅបើមិនបានអ្នកទាំង3ទេសង្គ្រាមនេះខ្ញុំប្រហែលជាមិនឈ្នះទេដាលីឯងកុំនិយាយបែបនេះអីមិត្តភាពស្ដេចហ្គេមមិនមែនជាស្ដេចតែម្នាក់ឯងទេគឺជាភាពរុងរឿងរបស់ក្រុមហឹមហើយ3ខែមកនេះពួកយើងបានឃើញពិភពលោកនេះមានភាពអស្ចារ្យខុសគ្នាហឹមឲ្យតែនឹកឃើញថាត្រូវចាក់ចេញពីទីនេះនៅយប់នេះក្នុងចិត្តខ្ញុំពិតជាមិនដាច់អាល័យសោះហឹមអេទូរទស្សន៍នេះដូចជាមិនដែលបានប្រើសោះទូរទស្សន៍នេះមើលទៅចាស់ណាស់ហើយប្រហែលជាប្រើមិនកើតទៀតទេដឹងដាលីជាទីស្រឡាញ់បងគឺជាសង្សារចាស់ដែលគួរឲ្យស្អប់ហើយជំរុះមិនចេញរបស់អូនវាងចាសាអូនធ្លាប់និយាយថាមុនពេលបងស្គាល់អូនច្បាស់កុំចំណាយពេលលើរូបអូនដូច្នេះ3ខែនេះបងរៀនស្គាល់អូនម្ដងទៀតបងបានឃើញអូនក្លាហានប្រឈមមុខនឹងអំណាចនិងអយុត្តិធម៌ហ៊ានចេញមុខជានិច្ចអូនចិត្តល្អទោះបីត្រូវគេធ្វើបាបធ្ងន់ធ្ងរប៉ុណ្ណាក៏អូននៅតែយកចិត្តស្មោះរបស់ខ្លួនប្រគល់ឲ្យអ្នកដទៃបន្តទៀតហើយភាពល្អស្អាតទាំងនេះគឺជាអ្វីដែល Century បានផ្ដល់ឲ្យអូនហើយអូនក៏តបស្នងឲ្យ Century វិញអីចឹងអូនស៊ូណាឆិនដាលីស៊ូ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 ឥឡូវនេះបងចង់ពាក់ក្រវ៉ាត់ក៏សម្រាប់ក្តីស្រមៃរបស់អូនយកវាទៅជាមួយចុះបងនឹងមកជួបអូនផ្ទាល់ដាលីតើអូនព្រមផ្ដល់ឱកាសឲ្យបងតាមស្រឡាញ់អូនម្ដងទៀតទេ
អាលីក្តីស្រមៃរបស់ខ្ញុំបានសម្រេចហើយអ្វីដំណើរការដោយរលូនខ្ញុំនឹកឯងណាស់យប់នេះជួបគ្នានៅជ្រលងភ្នំ Map Canyon